ខ្យល់ស្លាប់នៅកន្លែងនោះទៅវាកើតកូនឆ្កែនោះមែនព្រោះសេដ្ឋីនោះស្រឡាញ់ណាស់ឆ្កែនឹងមានវិញ្ញាណចេះដូចមនុស្សដឹងស្ដាប់បានថ្ងៃមួយសេដ្ឋីទៅជួបបច្ចេកពុទ្ធសូមនិមន្តទទួលចង្ហាន់ថ្ងៃស្អែកប៉ុន្តែមិនបាននិមន្តមកទេមិនបានមកខ្លួនឯងទេឲ្យឆ្កែមកនិមន្តនេះកូនឆ្កែនេះចាំស្ដាប់សញ្ញាវាចុះស្អែកឡើងប្រើឆ្កែមកអាកូនឆ្កែនឹងមកដល់ព្រុសមុខអាស្រមបច្ចេកពុទ្ធលោកក៏ចេញមករៀបចំបាតចំជាពមកទទួលចង្ហាន់ដល់តែអាកូនឆ្កែវាព្រុសនាំផ្លូវនាំមុខវាអត់ចេះនិយាយភាសាមនុស្សវាចេះតែព្រុសអញ្ចឹងទៅដល់តែព្រុសអញ្ចឹងទៅលោកចង់ដឹងថាមើលដើរខុសផ្លូវមើលដើរទៅស្ដាំទៅអាឆ្កែវាស្រែកប្រាប់តែខុសផ្លូវហើយប៉ុន្តែវានិយាយភាសាឆ្កែនោះលោកនៅតែរឹងដើរទៅអាឆ្កែនោះថាមើលទៅលោកអត់ចេះស្ដាប់ទេរត់មកខំស្បងទាញឲ្យត្រូវផ្លូវវិញលោកចង់ដឹងឆ្កែនឹងចេះម្ល៉េះទៅដល់មុខបន្តិចកាច់ឆ្វេងម្ដងទៅឆ្វេងទៅឆ្កែស្រែកទៀតថាខុសផ្លូវហើយឯនោះនៅតែធ្វើស្ដាប់មិនបានទេឆ្កែមកខំស្បងទាញដើរឲ្យត្រូវវិញទៅដល់មុខលោកកាច់ស្ដាំទៀតអាឆ្កែវាថាខុសទៅចេះតែព្រុសប្រាប់ដល់លោកនៅទៅមកទៅខំពី3ដងលហែកស្បងទៅដល់ផ្ទះសេដ្ឋីបានសេដ្ឋីសួរថាចុះមិនក៏ស្បងលហែកថាមកពីឆ្កែនឹងខំទាញរៀបរាប់តាមតំណានឹងប្រាប់អូនិយាយពីសេដ្ឋីស្រឡាញ់ឆ្កែហ្នឹងណាបានប្រគេនចង្ហាន់ប្រគេនអីរួចទៅជូនតំណាត្រឡប់មកវិញឆ្កែគេគេបានធ្វើបន់គេបានទៅនាំផ្លូវគេបានព្រុសប្រាប់ផ្លូវព្រុសដេញសัตว์អីសពយ៉ាងគេជូនតំណាលោកត្រឡប់ទៅវិញទៀតចេញផុតតែភូមិលោកហោះទៅលើបាត់ឆ្កែនោះវាខំស្រែកវាស្រែកនឹងថាមិនខ្លះទេវាស្រែកហៅនោះវោលូព្រុសវានឹកលោកពេកស្រាប់តែបែកថ្លើមបែកទ្រូងវាស្លាប់តែហ្មងទៅញោមឲ្យដោយសារតែវាប្រើធ្វើបន់ដោយពាក្យសម្ដីរបស់វាហ្នឹងវាទៅកើតនៅក្នុងឋានសួគ៌នោះគេហៅថាខោសកៈទេវបុត្របើតាមចាស់និយាយថាគ្រាន់តែសំឡេងខ្សឹបឮជាងមីក្រូញោមសំឡេងព្រោះជាងទេវតាទាំងអស់ខ្ញុំក៏ដែរនឹងដោយសារតែបន់ប្រើសំឡេងអញ្ចឹងបាននិយាយតាហ្នឹងគ្រាន់តែគេស្រែកអនុមោទនាស្រែកអីយើងទទួលបន់សាធុអីហ្នឹងកាលណាបើឮសំឡេងបន់ហើយញោមមកយើងជួយស្រែកយើងជួយប្រាប់សិតតែបន់មកឯហ្នឹងមកបន់ចៅមិនបានមកទេកូនមិនបានមកទេគេដូរវៀននិយាយមកថ្ងៃកូនមកយប់អីនោះហើយបើអញ្ចឹងហើយលុយកាក់ដែលកូនជូនមកចូលបន់ត្រឡប់ទៅវិញយកសម្ដីហ្នឹងទៅចែកបន់ដល់កូនដែរកូនអើយម៉ែបានចូលហើយលុយកូនឯងណែជូនមកម៉ែចូលបន់គេអញ្ចឹងហើយម៉ែចែកបន់ឲ្យកូនឯងកូនហ្នឹងលឺទៅសម្ដីម៉ែចែកអញ្ចឹងទទួលយកសាធុនៅផ្ទះក៏បានបន់ដែរញោមណាតាមកនៅយាយមកនៅតាទៅវិញចែកបនអញ្ចឹងដែរហើយអញ្ចឹងបនចូលទី1ផ្លូវមាត់គឺផ្លូវសម្ដីទេប្រគុណម្ចាស់កុំច្រឡំចំហមាត់ឲ្យសោះសូមនិមន្តជ្រាបសាធុជ្រាបបាយអនុថែដោយអនុថែបានរៀបរាប់អធិប្បាយស្រាយបំភ្លឺដល់ពុទ្ធបរិស័ទប្រុសស្រីទាំងអស់ឲ្យបានជ្រាបថាវាចាយើងនឹងចេះធ្វើបន់បើសិនជាយើងឆ្លាតគួរពោលទៅវាចាណាដែលពីរោះហើយមានប្រយោជន៍បើសិនជាយើងពោលពាក្យសម្ដីអសរោះញុះញង់ចាក់ដោតសោកសៀតវាធ្វើយើងមានទោសព្រោះតែពាក្យសម្ដីហ្នឹងក៏មានបានគេថាមនុស្សស្លាប់ឬរស់ព្រោះតែសម្ដីហ្នឹងជួនកាលនៅនិយាយដើមគេជេរគេបរហាគេធ្វើគេផ្ដាំជាប់ទោសជាប់បៃព្រោះតែពាក្យសម្ដីក៏មានអនុថាឃើញអនុថែបកែលើករឿងមកបកស្រាយបញ្ជាក់ដល់ពុទ្ធបរិស័ទទាំងអស់បានជ្រាបហើយប៉ុន្តែអនុថែលោកថាផ្លូវហ្នឹងបនហ្នឹងចូលតាមផ្លូវ3ឥឡូវផ្លូវមាត់គឺផ្លូវវាចាខ្ញុំកណាយល់ហើយនៅសល់2ទៀតទៀតផ្លូវអីខ្លះអនុថែសូមវិសាចនីផ្លូវកាយ1ផ្លូវចិត្ត1សូមទានជ្រាបសាធុជ្រាបបាយផ្លូវកាយនឹងយ៉ាងម៉េចបានទៅចូលបន់បានសូមនិមន្តឆ្លើយមកបន់អញ្ចឹងញោមណាចេះអោនចេះរំទោនចេះសាពះគោរពទទួលបដិសន្ធារៈរយៈភ្ញៀវជាវិជាបច្ចៈខ្វល់ខ្វាយខ្វះទឹកតែខ្វះភេទជ្ជៈខ្វះចានខ្វះឆ្នាំងស្លាបព្រាលើកជូនចុះជូនឡើងនឹងហើយបន់ចូលតាមផ្លូវកាយហើយមិនតែប៉ុណ្ណោះទៀតសោតគេហៅថាអបច្ចាយនមយៈនឹងចេះគោរពកោតក្រែងយាយតានោះរយៈទទួលសពយ៉ាងទាំងអស់ហើយយកកាយទៅបំរើជួយលីជួយសែងជួយតបជួយតែងចាត់ចែងលើកទុកលើកដាក់លាងចានលាងឆ្នាំងលាងប៉ាន់លាងបែងចិត្តបន្លែផ្លែឈើជួយដាំស្លស្លុកថែមប្រហុកថែមអំបិលថែមប៊ីចេងទាំងចាស់ទាំងក្មេងជាវិជាបច្ចៈអ្នកខ្វល់ខ្វាយបំរើប្រសងនឹងហើយបនតាមផ្លូវកាយទោះបីគ្មានទ្រព្យសម្បត្តិលុយកាក់សម្បត្តិធនធានខ្លួនឯងក៏ដោយគ្រាន់តែមកជួយគេក៏បនដែរពុទ្ធបរិស័ទសេដ្ឋីមួយឃើញលោកបច្ចេកពុទ្ធព្រះបច្ចេកពុទ្ធនិមន្តបិណ្ឌបាតគង់ឲ្យថ្មឹងអត់ចង្ហាន់នេះតំណងនោះទៅដល់បើក្របបាតក្រេះមើលអត់មានមែនបងគង់ចាំមួយផ្លែតវងទៅដល់ផ្ទះទៅដួសបាយខ្លួនឯងស្រាប់តែឃើញកម្មករណែមកយកបាយទៅដាក់ចង្ហាន់បច្ចេកពុទ្ធផ្លែតឲ្យស្រោតខកចង្ហាន់លោកឲ្យលឿនទៅចែកបន់គ្នាឯណោះបានតែបាយគេហេមិនមែនបាយឯងនេះប៉ុន្តែឲ្យជួយជាកម្លាំងយកបន់គេដែររត់មកទំហឹងវឹងទៅដល់តាន់ដាក់បាទបច្ចេកពុទ្ធរួចស្រេចទៅនឹកត្រេកអរថាអញបានបន់ដែរពួកជួយដោយកម្លាំង
ពុទ្ធបរិស័ទស្លាប់ពីនេះទៅកើតឋានសួគ៌នោះអស់មកចន្លោះប្រពុតមុននឹងស្លាប់ទៅនឹងក៏រស់ស៊ីមានបានទូធាដែរដល់តែមកកើតជាមនុស្សនឹងជាប្របាទច័ន្ទប្រជូតមានដេកជះបកែមានយានជំនិះសុទ្ធទៅលឿនហើយមានអាហារបរិភោគអីមិនខ្វះសោយរាជសម្បត្តិជាស្ដេចនឹងដោយសារមកជួយខ្នះខ្នែងក្នុងបុណ្យធ្វើដោយកាយរួចបុណ្យធ្វើដោយចិត្តញោមធ្វើដោយចិត្តគ្រាន់តែត្រេកអរគ្រាន់តែជ្រះថ្លាយាយតាខ្លះគាត់លើកមិនរួចទេគាត់ផ្សែងមិនរួចទេគាត់ចាស់ហើយចឹងហើយគាត់ជួយត្រេកអរដោយចិត្តលោកអាចារ្យស្រែកថាសូមអនុមោទនាចិត្តគាត់លឺត្រេកអរឲ្យតែត្រេកអរអញ្ចឹងបានបុណ្យដែរញោមណាសាធុទៅថាសាធុទៅយកបុណ្យប៉ុន្តែមិនមែនសាធុជូនពរឲ្យឆាប់ចង្រៃទៅទេញោមមានអាសាធុមួយនោះជូនពរឲ្យឆ្លាស់ទៅអាត្មាធ្លាប់ដឹងលោកទេសនាអញ្ចឹងក្មេងៗបន្លែងគ្នារត់ចុះរត់ឡើងរត់ចុះរត់ឡើងនិយាយគាត់ឆ្លងគាត់ថាណែលែងរត់ចឹងចៅលែងរត់ហេគាត់មិនស្ដាប់វាវទៅវាវមកចំពោះជើងដួលព្រោះឆ្លាស់សាធុចេះទៅអានឹងសាធុដែរក៏អត់បានបនទេញោមសាធុដែរក៏សាធុខុសមួយទៀតក្មេងខ្លះជិះកង់ប្រហោះលិចប្រហោះកើតនិយាយជាអត់កុំជិះចឹងចៅកុំជិះក្មេងវាមិនស្ដាប់ជិះចុះជិះឡើងប្រហោះចុះប្រហោះឡើងក្នុងព្រៃប្រោតសាធុទៅអានឹងក៏មិនមែនចឹងដែរសាធុទទួលបនកើតឡើងមានមាត់ក្អូបញោមណាដូចស្ដាច់ពីដើមមានកើតឡើងមានកម្បោមាត់នៅល្អថ្មិញចិត្តដូចជាក្រីសម្ដីពីរោះហើយមាត់នឹងមានក្លិនល្អមកពីពាក្យសម្ដីនឹងត្រេកអរតាមផ្លូវចិត្តថាសាធុម្យ៉ាងទៀតបនកើតតាមចិត្តព្រឹកមិញឬលោកអាចារ្យពោលថ្លាថ្លែងសម្ដែងពីមាត់តកន្តលីឈឺចិត្តស្លាប់ទៅហើយចង់ថ្វាយអង្គមព្រះហើយស្រាប់តែព្រះអង្គបញ្ចេញឈរពាន់មកដល់ក្បែរនោះឯនេះងើបមិនរួចផងថ្វាយអង្គមទៅតាមផ្លូវចិត្តញោមឃើញដែរឃើញមាត់តកន្តលីឡើងកើតជាទេវបុត្រដែរនឹងធ្វើបនតាមផ្លូវចិត្តយាយច័ន្ទដៀលចាស់ឈឺចិត្តស្លាប់ដែរប្រពុតដឹងថាអូយាយនឹងមកក៏ស្លាប់ទៅជួយសិនដល់ប្រពុតយាងមកឲ្យយាយនឹងថ្វាយអង្គមយកប្រពុតពធប្រសងជាទីពឹងយាយនឹងក៏ថ្វាយអង្គមយកប្រពុតពធប្រសងជាទីពឹងទៅដើរចេញទៅទំនាយគាត់ត្រូវស្លាប់គោចូលស្លាប់ទៅកើតឋានសួគ៌ដែរញោមហើយអញ្ចឹងបានជាយើងចាស់ទៅគ្មានអីទីពឹងទេញោមណានៅពីក្មេងអាងកម្លាំងដល់ចាស់ទៅមានតែបនណាបនកើតតាមផ្លូវចិត្តត្រេកអរទៅចិត្តថ្វាយអង្គមព្រះអីចឹងទៅប្រយ័ត្នតែប៉ះស៊ីម៉ងអីញោមណាថ្វាយអង្គមប្រសងប្រយ័ត្នតែប៉ះកូនតែស្រុកមិនមែនថ្វាយអង្គមលោកក្មួយនេះលោកក្មួយនោះឬក៏ថ្វាយអង្គមដុំថ្មអត់ទេនឹកចិត្តទិសដៅចំពោះព្រះមែនសាវកមែនឯណោះនឹងឲ្យបនតាមកាយតាមចិត្តប្រគុណម្ចាស់ខ្ញុំបកករណាឆ្លើយបានតែប៉ុណ្ណេះទេបើនៅខ្វះនៅកន្លះអីសូមមេត្តាប្រគុណម្ចាស់ជួយបំពេញជួយបន្ថែមទៀតចោះសូមនិមន្តជ្រាបសាធុជ្រាបច្រើនយ៉ាងនេះខ្លះយ៉ាងនោះខ្លះច្រើននឹងច្រើនប្រមាណអនុថែសូមនិមន្តឆ្លើយ1ក៏មាន2ក៏មាន3ក៏មាន4ក៏មាន10ក៏មានណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបបាយ1ក៏មាន2ក៏មាន3ក៏មាន4ក៏មានមើលឆ្លើយបន1នឹងស្អីបន2នឹងស្អីបន3ស្អីបន4នឹងស្អីអនុថែឥឡូវសួរតែបន4ហ្នឹង4ស្អីអនុថែសូមវិសាចនីដំបងផងសួរថាបន1 2 3ឥឡូវសួរថាបន4នោះបនស្អីបនមានច្រើនណាញោមណាបនមួយនឹងឯងគឺថាធ្វើយ៉ាងណាឲ្យតែចិត្តស្អាតលះបង់នៅលោភៈទោសៈមោហៈអានឹងបនណាតែមកផ្លូវហ្នឹងឯងហើយបើនិយាយពីផ្លូវ2ញោមគិតពុទ្ធបរិស័ទគិតមើលបនកើតដោយធ្វើទានបនកើតដោយធ្វើសិលហើយបើយើងនិយាយពី3ផ្លូវកាយវិចារចិត្តមិនហ្នឹងហើយបើយើងនិយាយពី4 5អីសិតតែមានណាប្រគុណម្ចាស់បើនិយាយពីបន4មានច្រើនរបៀបដែរប៉ុន្តែខ្ញុំកណាននឹកឃើញពាក្យមួយដែលបុរាណអាចារ្យគេលើកថាបុណ្យហ្នឹងបើតាមអកប្បកិរិយាសម្លឹងមើលទៅមាន4គឺបុណ្យដេក1បុណ្យដើរ1បុណ្យក្បែរជាដើរ1បុណ្យលើផ្ទះ1សូមនិមន្តជ្រាបសាធុមានបុណ្យដេកឆ្ងល់បុណ្យដេកបុណ្យមិនទៅនោះថែមើលអនុថែបកស្រាយមើលសូមវិសាចនីបនដេកគឺបនហើយគេដេកណាអង្គម្ចាស់មិនដែលមានអាណាបនហើយអង្គុយរហូតទេបនដេកគឺបនហើយគេដេកសូមនិមន្តជ្រាបសាធុបនហើយគេដេកបនហើយគេដេកនោះបនអីអនុថែសូមនិមន្តឆ្លើយបនឆ្លងបនរំលាយសពឆ្លងកត់ឆ្លងពហិបនបចុះសីមា2 3យប់មិនអាចទៅវិញតាន់ទេមានកុនមានលខោនមានលបែងមានលបាំកាន់រោងកាន់អងកាន់ទិសហើយបើរវល់ងាកទៅងាកមកងាកទៅងាកមកធ្វើបនកើតទេខ្វល់ខ្វាយរឿងផ្ទះអញ្ចឹងនិយាយតាវិចមកឲ្យហើយស្លាដាក់ប្រមាណមលូប្រមាណខោអាវប្រមាណទៅកាន់រោងកាន់អងកាន់ទិសហើយហ្នឹងដេកតលចប់បនគឺសម្រានដើម្បីយកបនអញ្ចឹងដូចថ្ងៃហ្នឹងប្រគុណម្ចាស់មកពីប៉ៃលិនអញ្ចឹងមិនអាចទៅវិញតាន់ទេហើយអញ្ចឹងសម្រាននៅនឹងសឹងនៅនឹងអាហ្នឹងគេដេកដើម្បីធ្វើបននឹងឲ្យឈ្មោះថាបនដេកណាអង្គម្ចាស់សូមជ្រាបសាធុជ្រាបបាយអនុថែ
ចូលដល់ញាតិញោមពុទ្ធបរិស័ទបនដេកញាតិញោមគឺមកដេកដើម្បីធ្វើបន់ដេកហើយភ្ញាក់ឡើងធ្វើបន់ហើយដល់ពេលងួយដេកទៀតអញ្ចឹងមិនមែនមានន័យថាដេកធ្វើបន់ទេគឺដេកហើយចាំធ្វើបន់គឺដេកចាំញាតិញោមពុទ្ធបរិស័ទអនុថែបន់ដេកអនុថែឆ្លើយមកឃើញតែសំរុំមកចុះបន់ដើរមានបន់ដើរដែរនោះតើយ៉ាងម៉េចដែរអនុថែសូមវិសាចនីបន់អត់មានជើងទេបន់មិនដែលដើរទេប៉ុន្តែតែពាក្យថាបន់ដើរហ្នឹងគឺមនុស្សដើរដើម្បីបានបន់ដូចជាញាតិញោមដើរហែនាគបួសហែបត្រៃ3ដកហែព្រះហែកឋិនហែសពសត្វតែដើរហែហ្នឹងដើរដើម្បីបានបន់ពីព្រោះថាចាស់ហើយញោមហើយដើរកាត់ដីខ្សាច់ហុយទលូមអីសពយ៉ាងកាន់ធូបអីលើកសាពះលើកអីគេស្រែកអនុមោទនាលោកឲ្យឯងហុយធ្លប់ចេះតែសាធុទៅហ្នឹងកាត់ដីខ្សាច់កាត់អីហ្នឹងសពយ៉ាងហ្នឹងហើយគេខំដើរហែហ្នឹងដើម្បីបានបុណ្យអញ្ចឹងបុណ្យហ្នឹងកើតឡើងដោយការដើរបានហៅថាបុណ្យដើរណាអង្គម្ចាស់សូមជ្រាបសាធុជ្រាបហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទអញ្ជើញដើរនឹងគឺបានបន់ហើយដើរមកបន់ខ្លះទៅក៏ជិះកង់មកបន់ในខ្លះទៅចឹងខ្ញុំកណាយល់ហើយឆ្ងល់ពីរឿងបន់ក្បែរចដាតើបន់ក្បែរចដាហ្នឹងបន់អីដែរអនុថែសូមវិសាចនីបន់ក្បែរចដាគឺបន់ដែលមិននៅឆ្ងាយពីចដាណាអង្គម្ចាស់សូមជ្រាបបន់ដែលមិននៅឆ្ងាយពីចដាសួរថាបន់អីសូមវិសាចនីបន់ចិត្តចដាណាអង្គម្ចាស់សូមជ្រាបបន់ចិត្តចដាហ្នឹងបន់អីសូមវិសាចនីដាក់ចង្ហាន់លោកនិមន្តមកដល់ក្បែរផ្ទះហើយចាំបាច់ទៅរកបនឯណាគេថាប្រោស័តញោមណាប្រោលោកនិមន្តមកប្រោស័តបើលោកមិនបានមកយើងរវល់ស្រែចំការច្បារដំណាំស្រែចំការច្បារដំណាំជីកជោគដីដាំជួររស់ដកស្ទូងមិនសូវបានទៅវត្តមិនសូវបានទៅសិលឲ្យចឹងបានបនឯណាដល់ខ្លួនក៏លោកថ្ងៃណាយមរាជយកទៅកាត់ក្តីបាត់ទៅបានអីទៅញោមអីចឹងថ្ងៃណាមួយអាចស្លាប់អីចឹងបើបានលោកនិមន្តមកអាចសន្សំបនបានរួចបានឧទ្ទិសបននឹងជូនមេដាបៃតាទៀតអញ្ចឹងបនក្បែរចដាបនរាប់មិនអស់បនធំជួនកាលធ្វើទៅស្ដាយក្រោយដូចសម្ដែងខាងដើមហ្នឹងវាអាចកពុកបនអាចថាអញ្ចឹងរាប់បាតហ្នឹងបើតាមគិតមើលទៅមិនតិចខែទេហ្នឹងព្រោះព្រះអង្គដែលនិមន្តមកហ្នឹងខែនេះខ្លះខែនោះខ្លះត្រង់លោកបកគលឡើងបែបណាយើងមិនដឹងទេដឹងតែក្រហមត្រង់តងអរហັດដឹងតែធ្វើដោយចេតនាបានបនទាំងអស់ហើយចឹងអត់ស្ដាយទេ100រៀលមកវែកអត់ស្ដាយតែហ្នឹងហើយបនក្បែរចដាណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុ3ដងទៅចុះព្រោះជ្រាបខ្លាំងពេកបញ្ជាក់ពីញាតិញោមពុទ្ធបរិស័ទធ្វើបនក្បែរចដាព្រឹកមិញគឺតាក់ទងទៅនឹងការដាក់ចង្ហាន់លោកដាក់ចង្ហាន់ក្នុងបាតលោកញាតិញោមគេថាទឹកស្អុយទឹកជ្រាំសំធ្វើជាជីក្របស្វាយចន្ទទីលីងទទួលភ្ញៀវតបត្រីស្អុយត្រីហើមសំធ្វើប្រហុកបន់នៅនឹងមុខតើសង្កកដល់ណាព្រឹកមិញហ្នឹងបន់នៅពីមុខរោងញាតិញោមចឹងឃើញតែបានបន់ច្រើនណាប្រសងច្រើនរាប់រយ100អង្គជាងឯណោះចឹងបានបន់ច្រើនណាស់ហើយបន់ហ្នឹងមិនស្ដាយក្រោយទៅទៀតអនុថែខ្ញុំកណាយល់ហើយបន់ក្បែរចដាគឺដាក់បាតលោកខ្ញុំកណាឆ្ងល់ពីរឿងបន់នៅលើផ្ទះហ្នឹងបន់អីដែរនៅតែសូមវិសាចនីនៅលើផ្ទះហ្នឹងមានសបុកបន់ណាញោមប្រយ័ត្នតែស្វែងរកបន់ในវត្តពេកផ្លេចបន់ในផ្ទះដូចស្ត្រីម្នាក់នោះបានចែកមកស្និតយកទៅប្រគេនព្រះថ្វាយព្រះបងសួរថានាងថ្វាយព្រះនៅឯផ្ទះហើយនៅអត់ផងផ្ទះខ្ញុំបងដែលមានព្រះទេយកទៅថ្វាយព្រះឯផ្ទះវិញព្រះនៅហ្នឹងនាងយកចែកត្រឡប់មកវិញដើរវែកអញ្ចាំងវែកអីរមើលចុះព្រះនៅណាមិនក៏មិនឃើញវែកយូរអាចែកនឹងត្រឡប់មកនិយាយពីម៉ែរងអង្គុយឃើញចែកកូនលេបទឹកមាត់នេះវាឃ្លានចែកនោះក៏មិនហ៊ានសមគេយកទៅវត្តដល់ទៅយូរចុះយូរឡើងល្បេះកធ្លាក់ពាកមួយដាច់ចិត្តសមទៅមកកូនអាបាក់កហ្នឹងឲ្យម៉ែមកកូនម៉ែហូបតែហ្នឹងបាក់កហើយទៅឲ្យម៉ែហូបមកទៅរកព្រះមិនឃើញនេះប្រហែលត្រឡប់ហើយទៅលើកក្រោយយកទៅថ្វាយព្រះម្ដងទៀតព្រះអង្គសួរថាម៉េចនាងឃើញព្រះដែរអត់ផងបងអញ្ចឹងដូចបាត់ជែកមួយនេះទៅណាអាហ្នឹងបាក់កឲ្យម៉ែគាត់ហូបទៅនឹងឲ្យព្រះមិនក៏រមិនឃើញសបុកបត់នៅលើផ្ទះកូនចិត្តតែចេញខុសបានចិត្តតងុយតាអាចារ្យចង់គាត់ថាអញ្ចេះអ្នកខ្លះជឿបន់ខ្លាំងយកមកហូបទាំងឆ្នាំងទៅវត្តបាទម៉ែឪស្រែកឃ្លានចង់បានណាផ្លយសួរកូនថាមានសល់ឬទេព្រឹកឡើងឃ្លានបាយញ័រពោះញើខ្ចាយឃើញសម្លគេកូននោះឆ្លើយវឹងស្កានអត់បានសល់ទេខ្ញុំស្លោគ្រាន់តែទៅវត្តទេឪគេថាគេអត់មានសល់គេឆ្លោគ្រាន់តែទៅវត្តទេហើយគេថាមិនត្រូវឪនឹងស៊ីមុនលោកទៀតខ្លាចបាបណាអញ្ចឹងទៅទៀត
จังเกตวัดดำใบไอเกตดำใบถือบอลปันได้สะบกบอลคลางสมพดในเลือบเตี้ยโยมนะไอจังหายเบอร์สันเจียจังไอบานบอลคลางไม้จังหมอบอลยังดุบกอดเมาเตยโยมกอดจ่าให้กอดดามรวยเต้แน่การไปก่อสร้างไปเฮียนั่งไงธรรมาชื่อยีคลากอดบารมตาคลาบารมปวดธรรมาตลอดดังบารมใช่ที่อ่านย้อยคลายแต่เนิมตอนไปจ่อสีมาที่ตาคลาเนื้อตอนแมนกอดคอมเชียงเกเชียงไอแสบตำตอนไปจ่อสีมาเพิ่งกอดสลับไอ้คลาถือบอลตอนบางไงฉลองไงไปจ่อสีมาเพิ่งกอดสลับได้จังยีตาเพียเฉินนะคลายตำตอนไปจ่อสีมาที่บารมซับบารมกรุ๊ปเสียตาแล้วตอนไปจ่อสีมาแมนตอนนั้นไปใจดอนไอดาเติมกาวไอ้เบอร์โกนมันบานดักเมาที่เติมรวยจังโกนใจนักได้บอลเลือบเตี้ยเจ๊ดักจูนนอมปุกไม้ยีตามาถือบอลนั่งบานบอลให้ซองคนพองตอบคนพองจังบอลเลือบเตี้ยบานบอลกัดติยูถือจูนปุกจูนมาได้จำกอดรอไงนะองมาจ้าส้มนิมนต์เจียบสาธุเจียบปอยอนุทายปากแกนะบานยีไปเรื่องเทศนาหลับใบโยมดาแต่เทศนาเด็กแต่ไรนะก็ลือสำเร็จอนุทายได้เต้หลับใบต่างขนองประเทศต่างไกลประเทศปันตายอนุทายไอ้มหาทายบ้องชงอเดียดบ้านมันชงอลอยจอมบอนโดยจิมันก้าวไปเหยียดโยมความนิมนต์น้องแล้วโยมคณะชงอไปเรื่องบอนไปเจ้าไซมาตามูลหายได้บ้านเหยียดบอนไปเจ้าไซมานั่งเมียนมนุษย์เมาเจริญมาแล้วอนุทายสมวิสัจนีบ้านเจ็บบอลไปจ่อใส่มานั่งเมียนมนุษย์เมาเจริญปีพรัวเจ็บบอลทุ่มจังพุทธบริษัทต่างหลายโลกธาธรรมานังดาวแต่เต้คบกลายอดปฏิโยมอดปฏิมันอาจจะตัวบานเนี่ยอาธรรมาแต่เปรเต้หงกุยไอ้มันได้ดาวเต้ได้เฮ้ยเบดาวเต้นั่งพินาเกตดาวเปแต่เต้หงกุยแล้วไอ้โลกธาดาวเต้เฮ้ยมวยเทียนโลกธาธรรมานังละใบตั้งขนองปฏิตั้งแขวปฏิเต้เอาเกตดาวขนองปฏิแขวปฏิเต้เบอร์ขนองปฏิเมียนปลาแขวปฏิมันได้เมียนเนี่ยตีพวกมนุษย์ทั้งอ้อไปสัตว์แต่ในขนองปฏิเบอร์มันปฏิขมายยังก็ปฏิเกได้ไอ้เบอร์ปฏิแขวปฏิพินาเกตดาวจังเพียถ้าแขวปฏิเป็นมนุษย์เลยเป็นเลยแต่ขนองปฏิได้มนุษย์เบอร์มันปฏิยังก็ปฏิเกได้เดินโยมมาไปออสเตรเลียจังอ่ะก่อนในออสเตรเลียแมนแขวปฏินักขนองปฏิได้โยมก็ได้ไอ้จังอดเมียนในแขวปฏิเป็นมนุษย์สดาไปจังขยมกันนะถ้าได้บ้านเจ็บบอลไปจ่อใส่มานั่งเมียนมนุษย์เมาเช้าปีปลูกบอลนั่งเจ็บบอลทุ่มนาองมาจ้าส้มจีบสาธุเจียบปอยอนุทายโดยอนุทายลูกทาแม่โยมมัดมาจังมันไอเดอนุทายทามอกปีบอลไปจ่อใส่มาเจ็บบอลทุ่มจงมัดบ้านเจ็บบอลไปจ่อใส่มาเจ็บบอลทุ่มส้มนิมนต์เฉลยเมาปีบอลนั่งเวียมันโต้ส้มนิมนต์จีบมัดบ้านบอลนั่งมันโต้ส้มนิมนต์เฉลยโดยเรียบรอบทางดาวไม่หยุ่มตำรอมก่อสร้างไปเฮียบานมุ้ยมันแมนตัชนาแม่เบอร์วัดเนี่ยสกสายไกรกรอบประมุ้ยแต่ผมเปิดชนะนะหยุ่มจังตำรอมบานไปเฮียมุ้ยต่อสู้ลมบานตรำไตรนะจังปิโคซองกรุบอองยีตาจ่ายีจ่าจรีไอคอมต่อสู้ตังอภิลึกไดมอนจุนครูนจุนตัดจุนสิมังจุนเบตงจุนกระวัสไปตระวัตโตอาจุยเลียบจุยลอนสอบอย่างตำรอมการรูปเรียงจีไปเฮียปะปันได้มันงี้ติจังมายางตีดเป้ได้ก่อสร้างเฮายืนกัดปีเรื่องวินัยศาสนาประพุทธทมในตนาทมในวินัยโยศาสนาสะมูลังวินัยจิริโกในประพุทธศาสนาบ่วินัยอดเมียนศาสนาก็บัดบอลไปจ่อเสมาจีบอลวินัยนั่งทมไม่โยมไปจ่อเสมาบอลทมไม่โยมน่ะโยมจำเมินซองขากรรมต่างอ้อทัวการล้างโดยซาเมียนเสมาเบออดเมียนเสมาทัวซองกรรมอดการได้ทัวกระทันก็อดบานตำบัวเกก็อดบานบัวก็อดบานทัวกับท่านก็อดบานทัวเป่าสดทัวเพียรกรรมปวารณากรรมอดบานต่างอ๋อจังอาศัยนึงทัวเมียนใส่มาใส่มาโน่ดาวไล่ยิงยี่ตัวใส่มายิงทัวเนี่ยบ้านเจ็บบอลไปจ่อใส่มานั่งเจ็บบอลทมปีผัวสัตว์จุ่มนุ่มเนี่ยปลายเนี่ยเจเนี่ยดังมาดำบอลนั่งเมาอ๋อไปตื้อเซ็งติดเจ็บบอลระบอบมันไตรซองเพียรโลกจอมมาจัดใจเรียบจอมดำเมตรตามวินัยบ้าสันเจ็ดทัวใส่มานั่งเขามันลางตีโลกแบบบุญในขนมนั่งอดใส่มาเอาไปอาจล้างคลามันล้างแล้วไปยัยปีถ้าอดใส่มาเตะได้ใส่มานั่งมันล้างไงขอให้เธอผมบัวเกอดเมียนใส่มาสะบักบัวนั่งอดล้างได้ไปเขาบัวอดล้างทั้งออกหายบนโลกอองมาสะบักนั่งมันล้างเตะโยโลกปะอองนั่งตื่นโซดใส่มาวัดเราเตะติดใส่มาวัดนั่งโคตรมวยติดดันละโคตรมวยติดหายจังเตอใส่มาเราเตะติดก็โยเตะ
សូទៀតខូចទៀតអញ្ចឹងខូចសីមាមួយពីរទៀតអាសីមាមួយពីរនឹង9អ្នកបួសតទៀតវាអាចទៅมองផ្នែកខាងសីមាអត់ឡើងឲ្យទាំងអស់គ្នាហើយដល់អត់ឡើងទាំងអស់គ្នាធ្វើបោសិតក៏មិនឡើង9ក៏មិនឡើងធ្វើកថាក៏មិនឡើងយូរលែងមានសាសនាសុទ្ធតែប្រសក់ទាំងអស់ទៅ10ស្បង់ជាពរធ្វើសង្ឃកម្មអញ្ចឹងបានថាបុណ្យបញ្ចុះសីមានឹងជាបុណ្យធំជាកិច្ចវិន័យសំខាន់បានយើងឃើញវត្តក៏មានប្រគុណម្ចាស់គ្រប់ព្រះអង្គអ្នកចេះអ្នកដឹងនិងមន្ត្រីរាជការសង្ឃក៏ដូចជាពុទ្ធបរិស័ទតាយាយធ្លាប់ពោះធ្លាប់រៀននេះមកជុំគ្នាទាំងអស់មកពីបុណ្យនឹងវាជាបុណ្យលក្ខណៈសាសនាសំខាន់ចឹងឯងបានជាបុណ្យធំនឹងពី3យប់ឯនោះណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែលោកបានបកស្រាយពីរឿងបុណ្យបញ្ចុះសីមាបុណ្យធំតាក់ទងទៅនឹងផ្លូវវិន័យឥឡូវផ្លូវវិន័យខាងសីមាទុកសង្គាយនាក្រែ3ស្អែកចុះព្រោះថ្ងៃនេះមានញាតិញោមពុទ្ធបរិស័ទអញ្ជើញមកញាតិញោមខ្លះគាត់មានមន្ទិលសង្ស័យថាបុណ្យបញ្ចុះសីមាខ្ញុំកណាឮថាបុណ្យបញ្ចុះសីមាឧទាហរណ៍ថាបុណ្យបញ្ចុះសីមាហ្នឹងចំឆ្នាំឆ្លូវថាអ្នកណាឆ្នាំឆ្លូវមកបុណ្យហ្នឹងកើតได้ឆុងពាក្យហ្នឹងប៉ិតឬមិនប៉ិតអនុថែមើលសូមអនុថែបងបញ្ជាក់មើលសូមវិសាចនាពាក្យហ្នឹងវាពិតជាគេថាចង់មែនប៉ុន្តែត្រង់ត្រូវខុសក៏ដែលជាប្រគុណមិនសួរថាតើត្រឹមត្រូវឬអត់ទេសួរថាពាក្យហ្នឹងវាពិតអញ្ចឹងដែរពាក្យហ្នឹងវាពិតអញ្ចឹងមែនគេថាអញ្ចឹងប៉ុន្តែត្រូវខុសហើយមិនដឹងទេសូមនិមន្តជ្រាបសាធុពាក្យហ្នឹងប៉ិតហើយគេថាប៉ុន្តែខ្ញុំកណាសួរថាតើព្រះលោកមានបានថាអ្នកកើតឆ្នាំនេះឆុងឆ្នាំនោះឆុងនឹងពហិឆុងនឹងបញ្ចុះសេនានឹងទេនោះដែរតើយ៉ាងណាដែរសូមវិសាចនាអត់មានទេព្រះអត់សំដែងទេប៉ុន្តែអាត្មាក៏មិនចង់សំដែងទេញោមបើដល់ប្រគុណម្ចាស់សួរទៅហើយអញ្ចឹងប្រាប់ពីអាកំបាំងនឹងទៅចុះរឿងឆុងនេះអត់មានទេក្នុងពុទ្ធសាសនាអត់មានទេកន្លែងខ្លះលោកគ្រូសក្តិត្រូវឆ្នាំគេនាំលោកគ្រូសក្តិរត់ទៀតអត់ទេពុទ្ធសាសនាព្រះអង្គអត់មានសំដែងទេញោមហើយប៉ុន្តែវាចេះញាតិញោមត្រូវចាំថាបុរាណអាចារ្យគាត់លើកឡើងសិតតែមានហេតុផលបុណ្យបញ្ចុះសីមាញោមណាមានកុនមានលខោនមានលបែងមានលបាំឡំជាគេលេងបើសិនជាមានលបែងលេងក្មេងៗវាចង់មកទាំងអស់តែគ្នាហ្នឹងទាំងម៉ែក៏ចង់ទាំងឪក៏ចង់ហើយបើចង់ទាំងអស់គ្នាពីណាចាំផ្ទះហើយបើអត់អ្នកចាំផ្ទះគោក្របីទ្រព្យសម្បត្តិអីគិតតែម៉េចគីឡូមកឯនេះទៅស្រាប់តែអស់គោអស់ក្របីទៅធ្វើម៉េចអញ្ចឹងគេបង្កើតពាក្យអាណាត្រូវឆ្នាំអត់បានទេអត់ឲ្យទៅទេដល់ចង់អាមនុស្សខ្លាចឆុងឆ្នាំមិនហ៊ានមកបានអ្នកចាំផ្ទះដែរតាញោមគេថាក្មេងទៀតមកដើរក្បែរដៅសីមាទេហើយតែដើរក្បែរធ្លាក់គេអត់លើកទេអាចចូលទៅដើរក្បែរទៅឃើញលុយឃើញរបស់ក៏លើកវាយកអញ្ចឹងគេថាអញ្ចឹងទៅមានច្រើនណាស់ញោមជាពិសេសតាអូចៅឲ្យចង់អំពៅចៅណាហូបចង់អំពៅចេះហែលទឹកអាចៅទៅដើមចង់គ្នាទុកគល់ឲ្យតាអាគល់ផ្អែមជាងបីគាត់ហមតែអ្នកឡើងដើមខ្វិតគាត់ថាណែខ្វិតគេមកឲ្យវាយមេឃទេតែវាយមេឃងាប់ដើមខ្វិតស្អុយមេឃខ្វិតអាចឲ្យបេះបានដៃនោះវាទុំហើយតែវាយលើនោះហូបទៅលើនោះឲ្យតានៅក្រោមមិនអត់អញ្ចឹងទុកយកមកវាយឲ្យក្រោមខ្ញុំគាត់ណាវាមានរឿងហេតុដូចវាច្រើនណាញោមប៉ុន្តែសំដែងពីពុទ្ធសាសនាគឺកម្មនិងផលញោមណាវាឆង់មិនឆង់អីអត់ទេថ្ងៃណាក៏មនុស្សមានទុកដែររឿងឆ្នាំវាអត់សំខាន់ប្រមាណទេអ្នកជាប់គុក2ដល់10ឆ្នាំឃើញតែគ្រប់ឆ្នាំណាបើមានឆ្នាំណារាសីមិនគេដោះលែងឥឡូវពុទ្ធបរិស័ទគិតមើលអ្នកសកលសម្ដេចសីហនុមានប្រមាណហើយមានអ្នកឆ្នាំសកលព្រះដែរមានអ្នកឆ្នាំសកលព្រះសរិបុត្រដែរមានអ្នកឆ្នាំសកលជួនណាតដែរមានអ្នកឆ្នាំដូចសម្ដេចជួនណាតដូចទាំងអស់ទាំងខែទាំងថ្ងៃទាំងពេលវេលាប៉ុណ្ណាមិនក៏មិនប្រាជ្ញទៅជួនណាតផងហើយអ្នកឆ្នាំដូចសម្ដេចសីហនុអីជុំមិនក៏មិនឡើងស្ដេចទាំងអស់គ្នាទៅអញ្ចឹងអ្នកឆ្នាំដូចគ្នាថ្ងៃណាក៏មានអ្នកកើតដែរញោមទៅចោះសេទេនៅទីពេទ្យអញ្ចឹងឆ្នាំអត់សំខាន់ទេវាគ្មានឆង់គ្មានអីទេសំខាន់ផលបាបផលកម្មរបស់យើងទេអញ្ចឹងអត់អីទេប្រគុណម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែញាតិញោមពុទ្ធបរិស័ទទាំងឡាយដូចអនុថែលោកបកស្រាយអញ្ចឹងពាក្យចាស់បុរាណលោកបានបង្កើតមកដើម្បីឲ្យមានអ្នកចាំផ្ទះអញ្ចឹងទេបានលោកថាអ្នកណាកើតឆ្នាំហ្នឹងឆុងឲ្យនៅចាំផ្ទះហ្នឹងគឺប៉ិតប្រកបដែរអនុថែខ្ញុំកណាចូលមកតាមខ្លងទ្វារខ្ញុំកណាឆ្ងល់បុណ្យបញ្ចុះសីមាមិនថាតែបុណ្យបញ្ចុះសីមាបុណ្យកឋិនបុណ្យអីក៏ខ្ញុំកណាឃើញគេដោតទួងមានវែងមានខ្លីមកគេដោតថៃអនុថែសូមវិសាចនាបើចង់ដឹងគេដោតទុងនឹងគេដោតថៃតើតែហៅអ្នកដោតនឹងមកសួរយាយតានៅវត្តនឹងគណៈកម្មការនៅវត្តនឹងមិនក៏ដាក់ទុងច្រើនម៉េះមាននឹងទុងវែងមាននឹងទុងខ្លីហើយចឹងបើប្រគុណម្ចាស់ចង់ដឹងចោះទៅវិញដើរសួរអាចារ្យទៅសូមនិមន្តជ្រាបសាធុជ្រាបហើយប៉ុន្តែខ្ញុំកណាំដឹងថាសួរអាចារ្យណាទេឥឡូវសូមសួរអនុថែទៅចុះ
សូមអនុថែនឹងបកស្រាយវិជាឲ្យញាតិញោមពុទ្ធបរិស័ទបានជ្រាបមកមើលឃើញលោកញាតិញោមខ្លះដោតទួងខ្លួនឯងមិនដឹងថាដោតធ្វើអីអនុថែកុំវិសាចនីថេរៈដ៏ចម្រើនសួរអើយសួរញាតិញោមជាពុទ្ធបរិស័ទស្ពីសំណួរមកមែនឮតែបកឯងស្រាយរហូតអាត្មាបើនិយាយពីនំសមវិញមិនបាច់ទេមកយប់នឹងគេគ្មានឲ្យភ្លក់សោះបកស្រាយបកស្រាយប្រគុណម្ចាស់ចាំតែឆានរហូតឥឡូវឲ្យបកស្រាយទៀតមិនអីទេបកប្រគេនស្រាយប្រគេននិមន្តឆានទៀតចុះរឿងតុងនេះវាចេះបននឹងមានដាក់ថាបនបច្ចោខណ្ឌសីមានឹងឆ្លងសមាធិហើយពុទ្ធិពិស័យផងឲ្យតែបនឆ្លងគេមិនដែលខានដាក់តុងទេពាក្យថាតុងនេះភាសាខ្មែរបល័យថាធៈជាសង្កតថាធវៈជាបល័យថាបដាកៈក៏តុងដែរហើយមួយទៀតកេតុក៏តុងដែរយើងហៅថាកេតមេលានេះគេប្រែថាកម្រងភ្លើងឬតុងដែរកម្រងតុងហ្នឹងគេដាក់មានច្រើនរបៀបមានតាំងតែពីតុងជាយពីតុងជ្រុងពីតុងបដាកៈពីតុងសាសនាពីតុងជាតិប្រគុណម្ចាស់មានច្រើនណាមានតុងកពើហើយក្នុងវត្តនិយមដាក់តុងកពើតាមផ្លូវដាក់តុងជ្វាលាអាខេក្រហមលឿងហ្នឹងចម្រោះនេះគេហៅតុងជ្វាលាបានជាមានដាក់ហ្នឹងវាមានន័យទី1រូបស័ព្ទដែលយើងមើលឃើញយើងហៅថាវាល្អដាក់ទៅវាស្រស់វាល្អហើយកន្លែងវត្តហ្នឹងកន្លែងគួរជ្រះថ្លាដាក់ទៅឲ្យវាជ្រះថ្លាល្អឯមួយទៀតគេដាក់ដូចជាតុងកពើហ្នឹងមានន័យពីរទៀតនោះន័យក្នុងវិន័យផងន័យក្នុងជំនឿផងន័យជំនឿពីដើមធម្មាសោកធ្វើចែកដី 84000 ដល់តែឆ្លងចែកដីហ្នឹងមាហ្នឹងមកហ្មងមកអកឡុកហ្មងមកធ្វើជាព្យុះភ្លៀងផ្គរធ្វើបាបកន្លែងគេឆ្លងចែកដីមាហ្នឹងធ្លាប់កាលព្រះអង្គគង់បជននៅកំពុងសម្ដែងធម៌មកប្រែកលាជាគោអីមកជលលោកខានស្ដាប់ធម៌ក៏មានលោកទៅបានបាតប្រែកលាចូលទៅសន្ធិដ្ឋចិត្តអ្នកស្រុកក៏មកដាក់ចង្ហាន់លោកក៏មានជួនកាលធ្វើជាព្យុះធ្វើជាខ្យល់មករំខានគេសម្ដែងធម៌ក៏មានដល់ទៅលើកហ្នឹងមាហ្នឹងមកសម្ដែងរិទ្ធបហាញព្រះអង្គដែរអ្នកខ្លះគេថាមិនមែនមានមាមែនតែនទេមានតែកិលេសមាទេអត់មានមាមែនតែនអត់ទេញោមបើមានតែកិលេសមាមិនមែនព្រះអង្គរាប់មាដល់5ទេព្រះអង្គរាប់មាដល់5មានខណ្ឌមាអភិសង្ខារមាមជ្ឈមាកិលេសមានឹងទេវបុត្រមាទេវបុត្រនឹងនៅឋានប្រៈនិមិត្តបសវត្ថីឯណោះចុះមកនិមិត្តហ្មងមកដល់ធ្វើបាបគេញោមព្រះអង្គព្យាករថាមានឹងបានត្រាស់ជាប្រពុតទី4ណាញោមរាប់ពីប្រពុតសិអាមេត្រីទី1ទៅដល់ទី4ធម្មសាមីឈ្មោះធម្មសាមីនឹងមារាដែលផ្ចាញ់ព្រះអង្គហ្នឹងមានឹងចុះមកធ្វើបាបគេក្នុងបន់ស្រាប់ឧបគុតលោកមានរិទ្ធហើយលេងមានឹងមកក្តារសិនចាប់ចងហ្មងចាប់ចងមាដេញមានឹងប្រែកលាជានាគដេញខាំឧបគុតប្រែកលាជាគ្រុឌដេញចាប់នាគដេញចុះដេញឡើងហោះពេញមេឃស្រាប់តែឧបគុតលោកចាប់ចងជាប់មានឹងឯងជាប់ភ្នំនិមិត្តជាកម្រងស្បែកឆ្កែអាមានឹងវាស្អុយអាកម្រងស្បែកឆ្កែវាខំទាញឲ្យលបោតវាមិនលបោតវាចិត្តទៅយឺតមកដល់តែវាអស់កម្លាំងបោកភីងទៅភ្នំវិញដល់ចឹងទៅវាខំទាញទៀតបោកបានចាស់គាត់ថាមានមុនអាគមគាថាមួយហៅថាចំណងដល់ប្រគុតញោមមានបកែអញ្ចឹងណាចងមាជាប់ដល់អញ្ចឹងទៅមានឹងសុំចោះចាញ់ហើយរៀងហើយសុំចោះចាញ់ហើយសុំឲ្យព្រះអង្គលែងកាលពីប្រពុតមិនដែលពីណាធ្វើបាបខ្ញុំទេខណ្ឌតីរហូតដល់អាសាវៈនេះធ្វើបាបខ្ញុំម្ចាស់ដៃតែហ្មងសុំចោះចាញ់ហើយបានឧបគុតផ្ដាំណែឯងចាំទុកចាប់ពីថ្ងៃនេះទៅយើងលែងណែឯងបានប៉ុន្តែណែឯងត្រូវចាំទុកឈប់មកបៀតបៀនគេធ្វើបន់អញ្ចឹងចំណាំមកម៉េចកន្លែងណាគេមានធ្វើបន់ទៀនគេដោតតុងមានដោតតុងជាយតុងជ្រុងតុងលម្អសពយ៉ាងកន្លែងនឹងកន្លែងបន់ណែឯងមិនត្រូវមកបៀតបៀនគេទេអញ្ចឹងហើយមាននឹងក៏យល់ព្រមចាប់ពីពេលនោះមកយើងមានបន់មានទៀនយើងដោតតុងញោមណាយើងដោតតុងកុំឲ្យមាននឹងមកធ្វើបាបផងមាននឹងអមនុស្សព្រាយអសូរកាយកាចផ្សេងមកដល់ឃើញតែគេតែតបតែងតុងអត់ហ៊ានមកធ្វើបាបយើងទេចាហើយមួយយ៉ាងតុងកពើឯណោះទៀតវាមានប្រវត្តិប្រទេសខ្មែរយើងពនាងកពុំឈូកឬពនាងវភៈណោះរឿងពហិតស100ណោះរឿងពាក់ព័ន្ធនឹងកពើនេនធុនអានេនធុនលេបពនាងវភៈហ្នឹងដល់គេចាប់កពើនឹងវះបានទៅណាកពើនេនធុនហ្នឹងគេយកស្បែកហ្នឹងយកមកដាក់ពីមុខចែកដីពនាងវភៈហ្នឹងតលចាស់ទៅបានគេដូរកណាត់ដេធ្វើឲ្យដូចស្បែកកពើហ្នឹងក៏មានទំនៀមមួយចឹងដែរទំនៀមមួយទៀតគេថាមានកពើហ្នឹងមកសុំព្រះអង្គបួសប៉ុន្តែព្រះអង្គមិនឲ្យបួសកពើនឹងឯងក៏សូមអធិដ្ឋានថាបើស្លាប់ទៅសូមឲ្យស្បែកនឹងគេធ្វើទង់បូជាសាសនារឿងហ្នឹងនៅក្រៅបៃដកទេបើឃើញមានមែនតាមសត្រាតាមអីហ្នឹងក៏វាជាប់ទង់កពើយ៉ាងមួយទៀតហើយចឹងទៅពុទ្ធបរិស័ទបើអ្នកប្រាជ្ញដោះស្រាយតាមវិន័យសំដៅទៅលើ24យ៉ាងភ័យពីទឹកអាលោកភ័យពីទឹកគួចភ័យពីចំនួនភ័យពីកពើឆ្លាមមកដូចជាគេដាក់កតុយត្រីហ្នឹងគេធ្វើជាសញ្ញាឆ្លាមឲ្យភ័យឲ្យបភិក្ខុសង្ឃហ្នឹងភ័យប្រយ័ត្នមេតុក្រៀមអូសទាញបានហើយគេធ្វើទឹកអាលោកហ្នឹងកុំឲ្យញុះញង់កុំឲ្យពុះកជ្រួលនឹងលោកធរអញធ្លាប់កូនតថៃកូនអ្នកមានស៊ីព្រឹកស៊ីល្ងាចបានឲ្យមកអញមកអត់បាយល្ងាចអញមិនចេះបួសទេអញមិននៅទេហើយចឹងឲ្យអត់ធ្មត់អញ្ចឹង
មួយទៀតឲ្យយើងចេះអត់ធ្មត់ប្រយ័ត្នទឹកគួចយកទៅបាត់នោះដោយសារសេចក្តីខ្ជិលដោយសារកិលេសគ្រូឧបជាប្រើស្អីថ្វាយគុំព្រឹកល្ងាចអីប្រើឲ្យអញដាំទឹកតនកម្មអីអញខ្ជិលទ្រាំនៅមិនបានទេល្ងងអីល្ងងទៅលែងពុះលែងអីសត្វទៅនោះអានឹងគេបកស្រាយតាមវិន័យក៏មានដែរញោមមិនបាច់បកស្រាយវែងឆ្ងាយទេបានជាគេតែងតុងនឹងទី1ដើម្បីល្អមើលទី2វាមានន័យចឹងឯងណាអង្គម្ចាស់បើចង់ដឹងចុះទៅវិញសួរលោកអាចារ្យសូមនិមន្តជ្រាបសាធុជរាបហើយអនុថែដូចអនុថែបានរៀបរាប់អធិប្បាយស្រាយបញ្ជាក់ដល់ពុទ្ធបរិស័ទប្រុសស្រីទាំងអស់ឲ្យដឹងថាចងទួងមានន័យថាម៉េចបានជាខ្ញុំកណាចោតសួរឥឡូវតាក់តងទៅនឹងបនបញ្ចុះសីមាក្នុងវត្តខ្ញុំកណាឆ្ងល់ពាក្យថាវត្តមានន័យថាម៉េចអារាមមានន័យថាម៉េចរោងឧបោសថមានន័យថាម៉េចហើយអាវាសមានន័យថាម៉េចវិហារមានន័យថាម៉េចសួរអនុថែម្ដងនេះ5សំណួរសួរឲ្យទាល់ហ្មងបាទអនុថែឆ្លើយមិនរួចស្អែកអត់ឲ្យឆានព្រឹកអនុថែសូមវិសាចនីហន្តេថេរៈមិនដែលឆានព្រឹកទេឆានតែចង្ហាន់ទេព្រឹកទុកឲ្យគេទៅចុះបបរអីចឹងឆានចង្ហាន់យីគូអីត្រង់ព្រឹកខ្ញុំកណាមិនដែលឆានទេថ្ងៃក៏មិនឆានដែរពុទ្ធបរិស័ទទាំងឡាយប្រគុណម្ចាស់ថាវត្តអីខ្លះទេមិញមានវត្តបានន័យថាម៉េចអារាមបានន័យថាម៉េចរឿងឧបោសថបានន័យថាម៉េចអាវាសបានន័យថាម៉េចពហិបានន័យថាម៉េចណែរឿងហ្នឹងសំខាន់ដែរវិហារាំងនៅក្នុងធម្មបទគេប្រែថាវត្តវិហារាំងទៅកាន់វត្តកាន់ថ្វាទៅហើយវិហារាំងកាន់វត្តហ្មងហើយវិហារាំងពហិគេប្រែថាវត្តដល់ក្នុងបល័យក្នុងវិន័យនៅក្នុងអតិរេកលៀបរបស់សេនាសនៈបសាទោហាមយ៉ាងគុហាវិហារាំងឯនោះវិហារាំងគេប្រែថាកត់ធំវិហារោអត្តយោគោហើយម្យ៉ាងគុហាអញ្ចឹងវិហារោក្នុងសភៅវិន័យសាមណេរឬក៏ក្នុងគេហៅថាអតិរេកលៀបសេនាសនៈគេថាវិហារគេប្រែថាទីលំនៅកត់ធំប្រែថាកត់ធំដល់ក្នុងធម្មបទប្រែថាវត្តដែរប៉ុន្តែប្រែជាសេចក្តីវិហារៈនេះមុនគេវិហារៈនេះគេប្រែថាកន្លែងនៅជាសេនាសនៈដ៏ធំកន្លែងនៅយល់ណាអញ្ចឹងវិហារហ្នឹងហើយរោងឧបោសថខុសគ្នារឿងឧបោសថគេសន្មតកត់ណាមួយជារឿងឧបោសថក៏បានដែរហើយបើវត្តហ្នឹងគេសន្មតពហិអញ្ចឹងត្រូវដករឿងឧបោសថចាស់នោះចេញហើយសន្មតរឿងឧបោសថថ្មីបើគេសន្មតនឹងពហិហ្នឹងខ្លាចជារឿងឧបោសថបើគេសន្មតរឿងឧបោសថនឹងសាលាគេធ្វើឧបោសថលើសាលាអញ្ចឹងវិហារហ្នឹងគឺសំដៅទៅលើសេនាសនៈធំឯរឿងឧបោសថសេនាសនៈដែលគេសន្មតជារឿងឧបោសថឯពាក្យថាវត្តកន្លែងគោរពប្រតិបត្តិដោយកន្លែងហ្នឹងកន្លែងគោរពប្រតិបត្តិឯពាក្យថាអារាមកន្លែងរីករាយចិត្តដូចជាយើងចូលមកសុមនារាមអីចឹងឧបមាសុមនីរាមអីចឹងទៅកន្លែងដែលធ្វើឲ្យមានសេចក្តីសប្បាយរីករាយល្អញោមណាអញ្ចឹងអារាមហ្នឹងទីដែលរីករាយចិត្តបានជាក្នុងវត្តហ្នឹងគេដាំសួនច្បារគេមានតុបតែងបោះសម្អាតអីចឹងមានតុងមានជ្វាលាអីសពយ៉ាងមកហ្នឹងអ្នកណាខឹងប្រពន្ធខឹងប្តីខឹងប្រពន្ធជាងកាលចូលមកវត្តទៅថ្វាយអង្គមព្រះទៅអារម្មណ៍ធូរស្បើយដែរតាញោមហើយចឹងកន្លែងពាក្យថាអារាមសួនច្បារឬក៏កន្លែងលំអដែលរមណីយដ្ឋានពាក្យថាវត្តកន្លែងគោរពប្រតិបត្តិឯពាក្យថាអាវាសសំដៅទៅលើដីវត្តត្រឹមណាកន្លែងលោកនៅត្រឹមណាត្រឹមនោះគេហៅថាអាវាសណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែញាតិញោមពុទ្ធបរិស័ទជឿអនុថែចុះមិនខុសទេអារាមកន្លែងរីករាយវត្តកន្លែងប្រតិបត្តិអាវាសទីវត្តទាំងមូលដីវត្តមានត្រឹមណាគេហៅថាអាវាសត្រឹមនោះខ្ញុំកណាយល់ហើយអញ្ចឹងពាក្យថាវត្តនិងពាក្យថាអារាមខុសគ្នាប៉ុន្តែញាតិញោមច្រើនតែហៅទៅវត្តអារាមឬក៏ទៅវត្តទៅវាលោកគាត់វត្តលោកតាអីចឹងទៅអញ្ចឹងអនុថែខ្ញុំកណាឆ្ងល់ថាអារាមមួយណាដែលកើតមុនគេអនុថែឆ្ងល់ថាអារាមដែលកើតមុនគេហ្នឹងហើយជារបស់អ្នកណាដែរនិយាយពីរឿងក្នុងចំនួនព្រះកាលដែលព្រះលោកបានត្រាស់ដឹងជាដំបូងសូមអនុថែបច្ចៈមកមើលសូមវិសាចនីផន្តេថេរៈអ្នកបកាយឆ្ងល់រហូតតែបើថាតែងសំណួរសួរអីថាទៅកុំឲ្យឆ្ងល់ពេកបើឆ្ងល់អញ្ចឹងបើសិនជាខ្ញុំកណាតែឆ្ងល់ច្រើនពេកអញ្ចឹងរកសភៅរៀនមើលខ្លះញោមណាអញ្ចឹងបើឆ្ងល់ច្រើនអញ្ចឹងមើលសភៅឲ្យច្រើនតិចទៅបាត់ឆ្ងល់ឥឡូវសួរថាអារាមណាកើតមុនគេអារាមដែលកើតមុនគេគឺអារាមទី1ណាអង្គម្ចាស់សូមជ្រាបសាធុអារាមទី1កើតមុនគេដឹងតែទី1ហ្នឹងគឺដំបងគឺមុនគេដដែលដូចដដែលអនុថែអារាមទី1ហ្នឹងតើអារាមមួយណាសូមនិមន្តឆ្លើយព្រៃឫស្សីគេហៅថាអារាមវេលវ័នរបស់ស្ដេចពំពិសាដែលថ្វាយព្រះមុនគេញោមអារាមហ្នឹងអត់ទាន់មានកុដិមានសាលាមានពហិក៏ហៅអារាមដែរ
ព្រោះជំនាន់ព្រះនិមន្តមកគេប្រគេនអារាមនឹងលោកគង់ហ្មងសេនាសនៈរបស់លោកពីដើមគេហៅថារុក្ខមូលសេនាសនៈនិសាយបបជាតតតេជីវៈជីវៈឧស្សាហករណីយោគឺថាអ្នកបួសឲ្យត្រូវអាស្រ័យគល់ឈើដើមឈើជាមលុបអស់មួយជីវិតប៉ុន្តែអតិរេកលាភោវិហារោប្រាសាទោហមយ៉ាងគូហានេះបើមានគេធ្វើអតិរេកលាភអត្តយោប្រាសាទអីវត្តអារាមអីអាចទទួលឲ្យនៅបានអញ្ចឹងបានជាគេប្រគេនអារាមក៏លោកនៅបានដែរតំពិសាប្រគេនអារាមមុនគេក្នុងវស្សាទី3គិតពីព្រះអង្គបានត្រាស់មកនឹងណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុជរាបហើយអនុថែចឹងញាតិញោមដឹងហើយអារាមដែលកើតមុនគេគឺអារាមព្រៃឫស្សីគេហៅថាវេលវណ្ណារាមវេលបានដីថាឫស្សីហើយវណ្ណៈហ្នឹងបានដីថាព្រៃអារាមញាតិញោមស្គាល់ហើយកន្លែងដែលគួររីករាយកន្លែងដែលគួររំហែកកាយខ្ញុំកណាឆ្ងល់ពាក្យថាវត្តម្ដងតើវត្តណាដែលកើតមុនគេហើយវិហារណាកើតមុនគេកើតក្នុងភាសាទីប្រមាណអនុថែសូមវិសាចនីវត្តដែលកើតមុនគេវត្តណាដែលកើតមុនគេពហិណាដែលកើតមុនគេវត្តដែលកើតមុនគេគឺវត្តជាងធ្វើដំបងគេនឹងឯងហើយពហិដែលកើតមុនគេក៏ពហិដែលជាងធ្វើដំបងគេដែរណាអង្គម្ចាស់សូមជ្រាបសាធុជ្រាបហើយវត្តដែលកើតមុនគេវត្តដំបងគេជាងធ្វើដំបងគេពហិក៏ដូចគ្នាឥឡូវឆ្ងល់ដឹងចង់ដឹងថាពហិនោះឈ្មោះអីវត្តនោះឈ្មោះអីឲ្យកើតយ៉ាងម៉េចដែរអនុថែហើយក្នុងភាសាទីប្រមាណសូមវិសាចនីហៅថារាជកហសេដ្ឋីនៅក្រុងរាជក្រឹសញោមហើយរាជកហសេដ្ឋីនឹងគាត់នឹងចែកាលពីព្រះអង្គត្រាស់ដឹងឡើងប្រោសសាវកទើបនឹងបាន60អង្គជាងឯងស្រាប់តែសាវកនឹងទៅនៅក្នុងព្រៃនឹងទៅរាជកហសេដ្ឋីគាត់ចូលក្នុងព្រៃទៅស្រាប់តែឃើញលោកចេញពីកពតព្រៃអង្គនេះចេញពីនេះអង្គនោះចេញពីនោះគាត់ក៏ជ្រះថ្លាគាត់ធ្វើវត្តប្រគេនបានគាត់នៅ60ខ្នងញោមធ្វើហើយទៅថ្វាយអង្គមសួរព្រះព្រះអង្គហើយគាត់សេនាសនៈវត្តអារាមរបស់ខ្ញុំព្រះអង្គធ្វើនឹងតើវេដាក់សង់ថាម៉េចដល់ចឹងណែប្រគេនលោករបៀបម៉េចបានប្រពុតថាវេដាក់ជាសង់ទៅជាសម្បត្តិលោកសង់ទាំង8ទិសអង្គណាក៏មានសិទ្ធិនៅបានកើតរាជកហសេដ្ឋីនឹងមុនគេកសាងនៅរាជក្រឹសឯរាជកហសេដ្ឋីនឹងក្នុងវស្សាទី3ទី4បន្តមកនឹងឯងញោមវស្សាទី4នឹងអនាថបណ្ឌកសេដ្ឋីនឹងរកស៊ីទំនាក់ទំនងជាមួយរាជកហសេដ្ឋីដល់តែចឹងគេមកដេកនៅផ្ទះរាជកហសេដ្ឋីទៅលឺរាជកហសេដ្ឋីនិយាយថាពុទ្ធពធប្រសងកើតមានឡើងហើយឯនោះលឺថាចុះនៅណាថានៅវត្តខ្ញុំកសាងឯហ្នឹងគ្រាន់តែលឺថាពុទ្ធពធប្រសងស្លាប់ណាញោមបៃតែរំភើបពី3ដងបានសួរបច្ចៈទៀតថាណែឯងថាម៉េចថាពុទ្ធពធប្រសងកើតឡើងហើយថាឥឡូវនៅណាថានៅវត្តខ្ញុំកសាងឯនោះអនាថបណ្ឌកសេដ្ឋីយប់នឹងដេកមិនលក់ចង់ទៅវត្តនឹងទៅតែមកកដាលអាត្រិតចុះទៅដល់ទៅដើរទៅយប់ជ្រៅឡើងញោមទៅដល់អាកន្លែងមានគេចោលសាកសពឃើញខ្មោចទៅតឹងទៅតែងច្រើនពេកគាត់ខ្លាចគាត់ប្រងបកក្រោយដល់ប្រងបកក្រោយទៅនឹកឃើញខ្លាចទេវតាដែលនៅក្នុងស្រែកថានៅនេះកុំបកក្រោយឲ្យសោះធ្វើដំណើរទៅទៀតខ្ញុំនៅការពារនេះហើយអនាថបណ្ឌកសេដ្ឋីមានកម្លាំងព្រឹសដើរទៅយប់សោះប៉ះដូចភ្លឺតែងមកញោមដើរមើលផ្លូវឃើញទៅដល់កន្លែងព្រះអង្គគង់នៅវត្តរបស់រាជកហសេដ្ឋីហ្នឹងភ្លឺស្រាងល្មមព្រះអង្គនោះប្រមាលមើលនិស័យដឹងមកគង់នៅក្រៅវត្តចាំស្រាប់តែឯនោះដើរមកចំព្រះអង្គហៅថាសតតៈអ្នកចូលមកអនាថបណ្ឌកសេដ្ឋីនឹកថាអូស្គាល់ឈ្មោះអញប្រហែលជាព្រះពិតប្រាកដមែនហើយអញ្ចឹងថ្វាយអង្គមព្រោះឈ្មោះដើមគាត់ហ្នឹងសតតៈទេបណ្ឌគាត់ចូលចិត្តឲ្យទានដល់មនុស្សអនាថាបានគេហៅថាអនាថបណ្ឌកសេដ្ឋីដល់អញ្ចឹងទៅញោមហើយក៏បានជ្រះថ្លាព្រះអង្គសម្ដែងធម៌ឲ្យស្ដាប់គាត់នឹងក៏ថ្វាយខ្លួនជាឧបាសកគាត់ត្រឡប់មកផ្ទះវិញមកទិញដីឈ្មោះចេតដើម្បីកសាងវត្តនៅសាវត្ថីនេះមួយទៀតឈ្មោះចេតថាតលយកមាសមកក្រាលបានលក់ក្រាលក៏ក្រាលដាក់មាសទៅបរិយាពេញដីនោះបរិយាទៅស្រាប់តែឈ្មោះចេតនឹងឃើញអញ្ចឹងអូអត់កើតទេណែប៉ុណ្ណឹងបានហើយលែងទុកឲ្យខ្ញុំចូលបានចំណែកបនខ្លះហើយអញ្ចឹងបានកសាងវត្តនឹងមួយទៀតឈ្មោះថាវត្តចេតពុនគឺព្រៃដែលទិញពីឈ្មោះចេតមកប្រគេនព្រះអង្គនៅឯសាវត្ថីនឹងមួយទៀតក្នុងវស្សាទី3ទី4បន្ទាប់នឹងមកហ្នឹងបានឈ្មោះវត្តចេតពុននឹងឯងកើតបន្តមកទៀតហើយបានសម័យក្រោយមកទៀតនាងវិសាខាធ្វើវត្តកប់ពីរៀមទៅញាតិរបស់ព្រះអង្គក៏ធ្វើវត្តនិក្រូតធីរៀមទៅហោហែមកទល់ញាតិញោមបានកសាងវត្តដងគោចឹងដែរទៅអារាមកើតមានក្នុងពុទ្ធសាសនាពហិវត្តកើតមានហើយក៏ចាប់ផ្ដើមមានសមិទ្ធិផ្សេងសពយ៉ាងនឹងឯងប្រគុណម្ចាស់ឃើញថាម៉ោងច្រើនហើយសូមនិមន្តជ្រាបសាធុជរាបហើយអនុថែប៉ុន្តែម៉ោងច្រើនមែនប៉ុន្តែសំដែងមិនទាន់ចប់សោះ
ព្រោះនៅសល់សេនាសនៈទៀតតាក់ទងនឹងព្រះវិហារហ្នឹងគឺតាក់ទងនឹងសេនាសនៈឆ្ងល់ពាក្យថាសេនាសនៈហ្នឹងមានប្រមាណយ៉ាងអ្វីខ្លះអនុថែសូមវិសាចនីចតារោផាន់តេរាប់ជើងក្រែប្រគុណម្ចាស់មានប្រមាណសេនាសនៈប៉ុណ្ណឹងសូមនិមន្តជ្រាបបាទធុចតារោផាន់តេចតារោបានសេចក្តីថា4ជើងក្រែខ្ញុំកណាក៏4ឆ្ងល់ថា4ហ្នឹងអ្វីខ្លះសូមវិសាចនី4ហ្នឹងគឺ1 2 3 4សូមនិមន្តជ្រាប1 2 3 4ឲ្យរាប់4មែនញាតិញោមឃើញអនុថែចេះរាប់លេខឲ្យរាប់ដល់1លានក៏រាប់ដល់ដែរយល់ហើយថា4អនុថែប្អូនប៉ុន្តែឆ្ងល់ថា4ហ្នឹងទី1ហ្នឹងស្អីទី2ស្អីទី3ហ្នឹងស្អីទី4ហ្នឹងស្អីដែរអនុថែសូមវិសាចនីទី1មញ្ចៈបៃថសេនាសនៈបានខាងរបស់តាគឺក្រែទូតុកតាំងឲ្យតែគាត់មកវត្តឃើញក្រែបាក់បែកគាត់ជួសជុលគាត់ធ្វើអានឹងសេនាសនៈមួយហៅថាមញ្ចៈបៃថសេនាសនៈទី2របស់យាយគេហៅថាសន្តតសេនាសនៈកំរាលខាងលើកំរាលខាងក្រោមមានកតេលខ្នើយភួយមុងពីដានរនាំងវាំងននអានឹងរបស់យាយគាត់ប្រសពណាស់ទៅវត្តណាឃើញចន្លោះហ្នឹងមកវិញដេតដាអានឹងសេនាសនៈហៅថាសន្តតសេនាសនៈឯទី3វិហារសេនាសនៈអានឹងរួមគ្នាបានដល់កុដិដល់សាលាដល់ព្រះវិហាររបស់ធំឯទី4អោកាសសេនាសនៈគឺដីវត្តទាំងមូលក៏ចូលជាទីសេនាសនៈដែរណាកសាងអីក៏ដោយរបស់ទាំង4ហ្នឹងបានអានិសង្សសេនាសនៈដូចគ្នាទាំងអស់ណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបហើយញាតិញោមពុទ្ធបរិស័ទបានដឹងហើយឥឡូវឆ្ងល់ពាក្យថាអ្នកកសាងវិហារមើលអនុថែអ្នកកសាងវិហារហ្នឹងតើមានប្រយោជន៍ប្រមាណយ៉ាងដែរអ្វីខ្លះសូមនិមន្តរៀបរាប់អ្នកកសាងវិហារឈ្មោះថាមានប្រយោជន៍បានអានិសង្សនៅគ្រឿងការពារហ្នឹង10យ៉ាងញោមណាគឺមានការការពារនៅត្រជាក់ការពារនៅក្តៅការពារនៅរបោមការពារនៅមូសការពារនៅខ្យល់ការពារនៅមរឹកកាចការពារនៅក្របភ្លៀងឬក៏កម្ដៅថ្ងៃសពបែបយ៉ាងទាំងអស់ញោមក៏ដែរការពារនៅពោះកាចទៀតហើយដល់អញ្ចឹងទៅយើងឲ្យបានសុខដល់គេសេចក្តីសុខនឹងបានដល់ខ្លួនយើងវិញព្រះពុទ្ធទ្រង់សម្ដែងថាសុខាសតិតាមេធាវីសុខាងសាតិកច្ចតិអ្នកឲ្យសេចក្តីសុខដល់គេរមែងបាននៅសេចក្តីសុខនោះមកខ្លួនវិញអញ្ចឹងលោកបើសិនជាអត់មានអីឆានចង្ហាន់កដាលវាលអត់ឆ្ងាញ់ទេហូរញើសផងក្តៅផងបើចូលឆានក្នុងម្លប់ក៏បានបនលោកធ្វើសង្ឃកម្មកដាលវាលអត់ស្រួលទេពំពោះកដាលវាលក៏ក្តៅដែរហើយចឹងក៏បានចូលពហិក៏មិនលុបស្រួលហើយចឹងឲ្យសុខស្រួលដល់គេរមែងបានសេចក្តីសុខស្រួលគ្រឿងការពារទាំង10យ៉ាងនោះនឹងបានមកខ្លួនឯងវិញនឹងហើយប្រយោជន៍ដែលអានិសង្សគ្រឿងការពារអ្នកធ្វើពហិទទួលបានមិនមែនប៉ុណ្ណេះទេមានច្រើនណាស់ប៉ុន្តែខ្ញុំកណាឆ្លើយជាលោកមើលយាយដែរក៏លោកយាយឡើងទៅអីអាំងឡើងតាមអត្តសួរអត់អ្នកយ៉ាងកាញ់វទៀតហើយដល់លខោនគីរោក្ដុងឡើងយាយតាខ្លះទៅផ្ទះទៅចាំផ្ទះកូនចៅខ្លះទៅឯនោះបាត់ចប់ហើយចឹងខ្ញុំកណាឆ្លើយសង្ខេបមកប៉ុណ្ណេះប្រគេនសូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែលោកបានបកស្រាយពីរឿងផលប្រយោជន៍អានិសង្សប៉ុន្តែខ្ញុំកណាចង់អនុថែលើករឿងមកបញ្ជាក់តាក់ទងទៅអានិសង្សកសាងវិហារសេនាសនៈអីក្តីហ្នឹងញាតិញោមពុទ្ធបរិស័ទបានស្ដាប់មួយរឿងមកមើលអនុថែសូមវិសាចនីផន្តេថេរៈមើលទៅប្រកែសួរមែនញោមណាថ្ងៃហ្នឹងបើសិនជាបោះឆ្នោតឲ្យរើសជាអនុថែមហាថែអាត្មាតំណងឈ្នះពីព្រោះអាត្មាមើលភិនភាកទៅញោមបើបែងចែកបរិស័ទទៅពុះខែពាក់កដាលម្នាក់ចែកគ្នាខាងអាត្មាមកក៏ច្រើនជាងហើយគ្រាន់តែពីខាងក្រោយខ្នងមើលលំងលម៉ោកក្រហមប៉ុណ្ណាក៏មានដែរហើយខាងប្រគុណម្ចាស់ទៅទី3អង្គឯងហើយបើបែកខាងមុខនេះវិញពុះត្រង់ទីជើងចែកគ្នាបំខាងកណាច្រើនជាងប៉ុន្តែខ្ញុំកណាមិនទៀមទាតលឹកឆ្នោតអីទេប្រគុណម្ចាស់សួរឆ្លើយប្រគេនត្រូវហើយអ្នកធ្វើចំការដាំដោះចង់បានផ្លែផ្កាអ្នកធ្វើស្រូវអ្នកធ្វើស្រែចង់បានស្រូវដែរអញ្ចឹងអ្នកធ្វើបុណ្យក៏ចង់បានផលដែរហើយចុះខំកសាងពហិជាទីសេនាសនៈហ្នឹងឲ្យបានផលបានអានិសង្សយ៉ាងណាបានច្រើនណាស់ញោមព្រះពុទ្ធលោកទ្រង់សម្ដែងថាឯចេះនិយាយទៅមានទេវតាមួយចូលមកទូលសួរព្រះអង្គថាកង្ចសពតតោហោតិបបិទ្ធព្រះអង្គដោយចម្រើនតើអ្នកធ្វើអីឈ្មោះថាបានគ្រប់មុខទាំងអស់ព្រះអង្គទ្រង់សម្ដែងថាយោចសពតតោតិយោតតិតិឧបស្សយ៉ាងអ្នកណាកសាងទីឧបស័យនៅនោះឯងរមែងបានបុណ្យនឹងគ្រប់មុខឈ្មោះថាបានកសាងគ្រប់មុខ
គឺទីកន្លែងគេសំណាក់ជ្រាបកោនបានគ្រប់មុខបានអាម៉េចញោមអ្នកកំពុងតែភ្លៀងល្ងាអត់ខោអាវធ្លាក់ចូលជ្រប់ក្នុងកត់ក្នុងសាលាក្នុងពហិញាតិញោមបាត់ល្ងាញោមក៏ដែរអញ្ចឹងជួយខោអាវគេដែរអ្នកជំងឺណាបើដេកហាលភ្លៀងមិនងាយជាទេអញ្ចឹងបើបានចូលក្នុងពហិមកលុបញាតិញោមទៅឆាប់ជាដែរអញ្ចឹងឈ្មោះថាយើងឲ្យថ្នាំគេដែរហូបបាយហូបទឹកអីបើហូបកដាលវាលក៏មិនឆ្ងាញ់បើចូលទីឋានៈឃើញឆាប់ដែរញោមឆាប់ណាស់ឆាប់បានឆ្ងាញ់អញ្ចឹងបានជាទេវតានឹងមានសួរទៀតនៅក្នុងគម្ពីរសង្យុត្តនិកាយត្រង់ទេវតាសង្យុត្តសគាតវៈតតមៈសូត្រទី7ទេវតាចូលសួរព្រះអង្គថាគេសង្តិវាចរិតតោចៈសតិបញ្ញាបវត្តតេធម្មថាសិលសម្បណ្ណោគេជានិសតគិមីណូបបតងដោយចម្រើនបុគ្គលណាទៅដែលកសាងបានបន់ទាំងយប់ទាំងថ្ងៃធ្វើបន់ណីទៅបានបន់ទាំងយប់ទាំងថ្ងៃហើយបុគ្គលបរិបូរដោយសិលប្រកបដោយធម៌នឹងទៅកាន់ឋានសួគ៌ជាបុគ្គលបែបណាបានផងសម្ដែងតបពាក្យទេវតានោះដោយពាក្យថារាមរូបាវនរូបាយេជនីសេតការកាបបញ្ចឧតបាណាញ្ចយេតន្តេឧបស្សយ៉ាងទេសង្ឃវិចរតោចៈសតិបញ្ញាភវតេធម្មថាសិលសម្បណ្ណោតេជនីសកគិមីណូមនាលទេវតាអ្នកកសាងទីឧបស័យបានមុននឹងថ្ងៃទាំងយប់គឺអញ្ចេះទី1អារាមរូបាអ្នកដាំដើមឈើជាលំអគឺដើមឈើផ្កាមានផ្កាចប៉ាផ្កាចប៉ីមានលតីមហាហងតយ៉ងយុទ្ធផ្កានួនស្រីកាឡាព្រំដួលឲ្យល្អក្នុងវត្តស្រស់បោះល្អឡាតែចាស់តែចង់ផោផងជាទីនាំមកនៅសេចក្តីសុខកាយសบายចិត្តដល់ជានិច្ចជនដែលគេចូលមកមើលនឹងឲ្យបូជាដល់ប្រតនត្រ័យផងនឹងបានបន់ទាំងយប់បានបន់ទាំងថ្ងៃទី2វណ្ណរូបាអ្នកដាំដើមឈើតាំងពីពីកគីពីកកោសពីបេងពីនាងនួនពីច័ន្ទម៉ាក់ប៉ែនពីកលៀនពីលៀងសាទពីស្វាយពីខ្នោពីលមុតមង្ឃុតសេដាជាមលុបជាទីរមណីយដ្ឋានសម្រាប់គេមកគេជ្រកគេកោនបានអាស្រ័យផ្លែខ្លះផងទៀតនោះអានឹងបានបន់ទាំងយប់ទាំងថ្ងៃទៀតហើយយកទៅទៀតតែឧបណែមួយទៀតគេហៅថាអ្នកចេញថ្លៃចម្លងដធ្វើផ្លូវធ្វើស្ពានធ្វើសាលារៀនធ្វើមន្ទីរពេទ្យជួយចេញថ្លៃទុកដឲ្យគេធ្វើដំណើរបានស្រួលអ្នកនឹងបានបន់ទាំងយប់ទាំងថ្ងៃអ្នកជីកស្រះអ្នកជីកដងអ្នកកសាងអានកសាងបាក់សាំងកសាងតាំងពីពីងពីទឹកពីក្អមមានស្រះមានអីហ្នឹងសម្រាប់គេងូតគេផឹកគេប្រើប្រាស់រាល់ថ្ងៃបានបន់ទាំងយប់ទាំងថ្ងៃមួយទៀតអាហ្នឹងប្រាំងទឹកឯទីឧបស័យអ្នកកសាងសាលាឋានៈសាលាឈរទានសាលារៀនកសាងកុដិកសាងសាលាព្រះវិហារនឹងឲ្យបានបន់ទាំងយប់ទាំងថ្ងៃបន់ទាំងយប់បន់ទាំងថ្ងៃបន់វែងជាងគេបន់យូរជាងគេយូរត្រង់ណាញោមកសាងពហិហើយអាត្មាជឿថាជួនកាលម្ចាស់ពហិអត់បាននៅស្មើពហិទេស្លាប់ទៅមុនពហិនៅតែមានអាយុវែងទៀតណាអញ្ចឹងបានបន់ទាំងយប់ទាំងថ្ងៃញោមយប់ត្រេកអរយប់អង្គុយបុកស្លាថ្ងៃមុនទៅបច្ចុះសីមាអញបានចូលបច្ច័យកសាងវត្តដងពូគេដែរត្រេកអរយប់មកក្រោយទៀតបានបន់មកក្រោយទៀតណាហើយដល់ពេលថ្ងៃកំពុងឲ្យច្រូតកំពុងឲ្យភ្ជួរអីនឹកឃើញអូអញបានកសាងពហិមួយជាតិនឹងបានចូលកសាងពហិអីបានបន់នឹកឃើញពេលថ្ងៃត្រេកអរបានបន់ទៀតថ្ងៃក្រោយចូលមកឃើញឈ្មោះខ្លួនឯងអូយអញបានចេញអញ្ចាំងចេញនៅទ្វាចេញនេះចេញនោះត្រេកអរទៀតបានប្រពុតថាត្រេកអរយប់បានបន់យប់ត្រេកអរថ្ងៃបានបន់ថ្ងៃនឹងហើយទេសន្តិវាចរតោចៈថ្ងៃផងយប់ផងរមែងចម្រើនបន់នឹងឯងហើយអ្នកនឹងឲ្យបរិបូរដោយធម៌ប្រកបដោយសិលទៅកាន់ឋានសួគ៌បានព្រោះអីចឹងតកសាងអញ្ចឹងជាអ្នកមានទិធាមកបន់ដល់មកបន់បានសមាទានសិលបានស្ដាប់ធម៌អ្នកនឹងឲ្យទិសដៅដែលត្រូវទៅឋានសួគ៌ហើយប្រគុណម្ចាស់ចង់ដឹងរឿងរ៉ាវនោះរឿងមានច្រើនបំផុតបើអ្នកកសាងពហិពីដើមគាត់មួយនោះជាងធ្វើពហិគេស្រាប់តែឃើញពហិវត្តស្រុកខ្លួនឯងនេះវាលបើកតបូលអញ្ចឹងទៅបបួលគ្នាពួកជាងឈើយើងមកទៅជួសជុលតបូលពហិវត្តយើងអញ្ចឹងក៏បានដែរជួយកាប់ឈើកាប់អីមកជួសជុលដល់គាត់ជួសជុលពហិរួចស្រេចទៅគាត់ត្រេកអរណាស់ដល់អញ្ចឹងហើយគាត់បានធ្វើភេទជ្ជៈប្រគេនលោកទៀតដល់យើងយកមកបន់ឆ្លងពហិមកបន់បច្ចុះសីមាយើងធ្វើភេទជ្ជៈប្រគេនលោកដែរនោះគាត់ក៏ចឹងដែរថ្ងៃនោះបច្ច័យដនលោកមិនដឹងឯឆានអីទោះរៀកពេញមួយវត្តហើយគាត់នឹកអស់សំណោចគាត់ថាអញវាអត់មានលុយកាក់អីដើមទុនធ្វើបន់គេទេបើលោករៀកអញ្ចឹងអញចេះថ្នាំធ្វើថ្នាំប្រគេនលោកទៅហ្មងធ្វើអាថ្នាំនឹងប្រគេនលោកបាត់រីអស់មួយវត្តទៅទៀតញោមមកដល់គាត់រលស៊ីចេះតែមានបានស្លាប់ពីនោះគាត់ទៅកើតឋានសួគ៌ទាំងអស់ដល់តែចេញពីឋានសួគ៌មកវិញគាត់មកចោះមកកើតមកញោមគេហៅថាពីកលៈកើតក្នុងតកូល2គឺតកូលសេដ្ឋីត្រូវមកខាងណែគាត់មានកម្មពីមួយអញ្ចឹងទៅដល់តែមានកម្មពីអីទៅគេយកទៅលាងទឹកទលេទៅក៏វាស្រាប់តែមានត្រីអីវាពំចូលក្នុងពោះភ្លាមទៅជាប់សំណាញ់ខាងនោះគេលើកឡើងទៅដល់គេវះភ្លាមឃើញកូននឹងទៅគេលក់ណាសេដ្ឋីខាងនោះទិញញោមអញ្ចឹងទៅសំដាយសង្ខេបប៉ុន្តែហ្នឹងមិនសំខាន់ទេសំខាន់ត្រង់ថាសេដ្ឋីខាងនោះក៏យកទៅចិញ្ចឹមទៅស្រឡាញ់ដូចជាកូនប្រកាសសួររកថាណាបាត់កូនត្រីពំមកហ្នឹងលេបមកហ្នឹងហើយរកទៅវាមិនឃើញពីដើមមិនទាន់មានទូរស័ព្ទដូចឥឡូវនោះញោមរមងាយឃើញអត់បច្ចុប្បន្នទៀតជំនាន់នោះអញ្ចឹងកូនហ្នឹងរហូតពេញកំឡោះ
ดังตำนั่งดอลลาร์มาได้ดามcáiถอยมาค้างเสียแต่cáiมาเตียโยกอนวิ่งไอ้นี่มันเอาที่ขยมจำตัวละทบจะขมิ้นกอนว้องดอลลาร์พดังพดอลโยมลางตะดอลสดาปริเชียก็จิมเรียกได้นึงเอาถ้าแล้วแบบกอนนึงเนี่ยตั้งปีนึงสัตตมีนคนบำนาญเฮ้ยใส่ไทยตั้งปีนึงอดมีนกอนได้บ่ายจังให้เอากอนนึงแต่กอนปีแต่มองเต้จังบุญคายมันในครั้งนี้บุญคายแต่ในครั้งนอกดอลลาร์กอนนึงในอยู่เต้ถอดสมบัติใจมันออกมันน่ะรู้ศาสนาประพุทธสายโจตดอลก็มาโจบัวมีนเนียมประกอบทาเปียก็ละไทยประเทศได้เป็นตะโกลปีประเทศไทยเจ้หมอบบัวโยม60 ឆ្នាំในขนมปรีอดดาสกอลกี่ชื่อขบาละมัดอดดาสกอลกี่จอกได้จอกเชิงชื่อผู้หมัดจังโลกได้บ้านอาในซองการตะโกลปงผู้มันมีนโรคมันมีนจมือนึงดาวซาอาในซองชั่วโจลตะโบลปะเฮียก่อสร้างปะเฮียนังไงไปยืนก่อสร้างต่างมูที่นั่นดังยาในซองมาปันนาตั้งยุบไปก่อนตะโบลปันนังบ้านตั้งมันเซยจมีนจมือเบียดเบียนซอทั้งเมาพิเพแต่เจี๊ยในโลกบ้านเธอติดนังอาในซองเนี่ยก่อสร้างศาสนามีนชรานะปะคนมาจ้าส้มนิมนต์ชีบอะไรเคยได้มาเมากะลางอ้อยส้มนิมนต์ชีบสาธุจะเรียบร้อยอนุทายมาเมากะลาแมนปันตายกรรมแบบวิธีบอลนั้นมันตอนสำได้ออกดิอะไรส้มบำมันไตเตี้ยถ้าอนุทายว่าความตัดติไปเล่นเมามาสำได้เรื่องนี้จำนู่หากาลมันบานเมาแต่มองตั้งพวกมันเงยหนึ่งบานเมาดิสู้อนุทายต่อแต่เตี้ยพวกเป็นไปเลี้ยก็เนยได้มันตอนดาวเมามาข่าวในตีน่ะจังสู้อนุทายไปเรื่องเปี้ยผ่าฉลองจะต้องตึงฉลองสมัติคอลฉลองนั่งเมียนในทำมัดเฮ้ยมัดบานอีกจำมัดเฟิร์บันฉลองอนุทายสมวิสัจนีพันเตเทเระบอปัดประกลมาจ้าประคูทบงทมอดอจำรานโจทามาโปรตีได้ยมเมื่อแต่เบื่อมันไปโจช่วยเต็มกาตีบานบอโกไงเนี่ยเบื่อยี่ปีเนี้ยชัววิ่งชัวดอกโกหรือมองมันดังถัดใดกับปงทมนึงกอลังมดหรืออดดังเนี่ยก็จะไปบ้านกันก็ตัวยิ้มยึดแต่มองขยมกันนะโกใช่แต่เอาเราอดพร้อมดอกเลยไอ้โกนั้นอดกระเถิงสมัยโกอดกระเถิงเนยฮอดไอ้บ้านซัวยมนะปากกายซัวแมนตำน้องทลอดทัวตลาก้าหรือมองไอ้เบอร์มันจ้องไอ้เมนแต่เนี่ยบางอะไรกันน้อยเลยปากกายซัวกันเฉลี่ยอะไรไม่เต้ยมปรากฏมาจ้าองนั่งเบอร์ไอ้ไปจวนสไลด์แรงจังสไลด์จังกอหรือมองไอ้เบอร์สันจะเก็บธนาวิ่งบัดบานตะกี้ยมเก็บผมใบออกกาธนาหนึ่งยึดโยมจะพุทธบริษัทปรากฏมาจ้าบานสู้ปีเฮืองเปียใส่ฉลองบ้านในธรรมะจังปีกะลายมวยเตยกะลายมวยแกหายใส่ฉลองเบอร์สันจะมันเชื่อเตยเตยเนี่ยเลืองเอาจามสู้เนี่ยกระปองฉลองจังปีตรอยการแต่ตรอยเล็กจังปีตรอยเล็กมาตรอยการแกหายใส่ฉลองจังอย่าพอดปีกะลายมวยเตยกะลายมวยนั่งอายหายใส่ฉลองบ้าขนองทอเยื้องจังปีตีเท้าเทียบแต่การตีกระปงกระปูได้ปลายกิทาอัตมัตทานังปตัตทาเปเตจิตาราวจังปีตีเท้าเทียบแต่การตีกระปงกระปูแกเอาชมูทัชลองไอ้นางมาจ้าส้มนิมนต์จีบสาธุจะเรียบร้อยอนุทายจังปีตีกันไล่เท้าเทียบแต่การตีกันไล่กระปงกระปูแกเอาชมูทัชลองปลายทัตตาเราหรือก็ตาระโนอนุทายขยมกันนะโยไลหรือปีเรื่องเปียถ่ายฉลองจังปีกันไล่เทียบแต่กันไล่กระปูปันแต่ขนองออกกานี่คือฉลองสมมติพอเนียเมียนตีเสนาสนะไอ้นี่ตาฉลองนั่งเมียนประมาณยางอนุท้ายทรงวิสัจนีฉลองไงเนี่ยเมียนจรานยางขยมกันนะดังอัจฉริยะเคยขนองโปรแกรมกระดาษสมมติพอเนียไอ้จังไปดังแต่ฉลองประมาณยางจองดังสู้โลกอาจารย์คณะกรรมการบอดตาฉลองไอ้คลาประมาณยางอันนั้นดังให้นางมาจ้าส้มจีบสาธุจะเรียบไปปันตายมันตอนยอได้อนุทายลงเอาแต่สู้อาจารย์คณะกรรมการขยมกระดามันดังแต่สู้นาได้แล้วสู้อนุทายแต่เทียบสู้อนุทายไปเรื่องฉลองประมาณยางมันเตะตรงตื่นหนึ่งอันลงหรือก็เตะตรงตื่นหนึ่งก็สอบพอตอนในเย็นโยมพุทธบริษัทบานเฟ้อโดยไงนั่งกิฉลองใช่ไหมแต่มัดบานกิจำไปมาเฟ้อบนฉลองอนุท้ายบัดเฟ้ออะไรหอยไม่ก็จำมาฉลองสมวิสัจนีพันเตเทเระอ๋อขยมกันนายุลส่วนฉลองขยมกันนาสมานส่วนแต่ฉลองนั่งฉลองประมาณย่างจองรอดถ้าฉลองไปเฮียมวยฉลองใส่มวยฉลองใส่มวยแจ๊อปันมันจังเตปกลมาจ้าจองถ้าบนฉลองนั่งตายขนองในทอนั่งฉลองประมาณย่างฉลองนั่งเมียนปีอย่าง
ពីរយ៉ាងហ្នឹងគឺឆ្លងក្នុងលោកមួយឆ្លងផុតលោកមួយណាអង្គម្ចាស់សូមជ្រាប សាធុមានឆ្លងក្នុងលោកឆ្លងផុតលោកញាតិញោមពុទ្ធបរិស័ទមើលនោះថាឆ្លងក្នុងលោកនឹងឆ្លងអាម៉េចហើយឆ្លងផុតលោកនឹងឆ្លងយ៉ាងម៉េចសូមនិមន្តឆ្លើយ មិនមែនលោកកំពុងតកក់កំពុងតគង់កំពុងតសឹងទៅលោតកន្លងលោកថាឆ្លងលោកទេមិនមែនប្រសងកំពុងទៅអង្គុយកន្លងជើងលោកថាឆ្លងលោកទេឆ្លងលោកនឹងឆ្លងក្នុងលោកបានន័យថាក្នុងលោកកៃនឹងគឺឆ្លងទលេឆ្លងស្ទឹងឆ្លងសមុទ្រឆ្លងបលាយហើយនឹងឆ្លងឡុងក្នុងលោកកៃយើងមានឡុងដែរញោមណាឡុងក្នុងលោកកៃយើងមាន3គឺឡុងតូចឡុងល្មមនិងឡុងធំឡុងនឹងនៅតាមភ្លឺស្រែហើយបើចង់ឆ្លងវាអានឹងគេលោតផ្លោះអានឹងគេកន្លងអាចឆ្លងផុតលោកបានសេចក្តីថាឆ្លងឲ្យផុតពីអញពីមច្ឆរិយៈញោមដែលយើងកសាងដបងលុយអញគ្រោះអញខ្សាច់អញបេតុងអញស៊ីម៉ង់អញការ៉ូអញពហិអញដល់តែយើងឆ្លងបានន័យថាទីមួយឲ្យផុតពីអញពុទ្ធបរិស័ទសុមនៈសេដ្ឋីហ្នឹងឯងឆ្លងឲ្យផុតពីអញមុនគេផុតពីអញសុមនៈសេដ្ឋីគាត់កសាងគាត់ថ្វាយព្រះអង្គជាសេនាសនៈដូចញាតិញោមដែរស្រាប់តែចេញមកប្រពុតពីបុរាណណាគាត់ចេញមកដល់ឃើញបរមម្នាក់កំពុងទៅដេកទទួលភួយគាត់ថាអូគាត់នេះស្មានតែមិនឡើងជើងស្រាដីប្រកបជាចោលលួចអីគេយកមិញអានោះបើកមុងបើកភួយមើលជីតាហ្នឹងថាអញចោលតែឯងចាំមើលណាអាភាសាខ្មែរយើងថាស្គាល់ខ្ញុំតិចពេកទេតែឯងវាដូចចឹងញោមដល់តែពេលចឹងតាមផ្ចាញ់ផ្ចាលគាត់ទៅហ្មងទៅកាប់ជើងគោសេដ្ឋីហ្នឹងអស់7ដងទៅដុតស្រូវសេដ្ឋីហ្នឹងអស់7ដងដុតផ្ទះសេដ្ឋីហ្នឹងអស់7ដងហើយសេដ្ឋីនៅតែមិនក្រអាម៉េចបានមិនក្រគេអ្នកធ្វើបន់ឯងបន់តិចទៅបំផ្លាញគេអ្នកបន់ច្រើនជាងវិនិច្ឆ័យតែខ្លួនឯងហ្នឹងគេមានបន់ច្រើនយើងងាយក្រទេគាត់នឹងតាមមើលមកចុះគាត់នឹងឆ្លាញ់អីទៀតអូតានឹងធ្វើគាត់មួយនៅវត្តអញទៅដុតគាត់នឹងចោលចាំមើលណាពីខោសងប្រពុតទៅបានបាតគាត់មកដុតគាត់ឆេះមហាជនគេចូលមកយំស្ដាយស្រាប់តែគាត់ចូលមកផ្ទះដៃសោយតែហ្មងសោយសបាយគេឆ្ងល់ហើយយើងមិនក៏ណែឯងមកផ្ទះដៃសោយចឹងម្ចាស់គាត់ផងលើកឡើងខាងដើមនឹងឲ្យគេឆ្លងចឹងឯងឆ្លងបំពេញចេតនាទាំង3បានវិកហកថាបបចេតនាទីណាំងតារាពេនតិចជាតារោការឆ្លងមានចេតនាជាតិទាំង3មានបបចេតនាជាដើមឲ្យឈ្មោះថាឆ្លងនេះទី2ឯទី3ឆ្លងនេះទៀតសោតបានសេចក្តីថាធ្វើបន់បន្ថែមពុទ្ធដីកាព្រះអង្គមកកន្លែងថាបញ្ញញ្ញេពុរិសោកច្ចរាធេណាំងតំណែកច្ចរៈតំហេចន្ទទាំងកច្ចរាថាសខោបញ្ញស័កឧច្ចយោបើអ្នកណាធ្វើបន់ហើយគាត់បីញ៉ាំងចិត្តជ្រះថ្លាក្នុងបន់នឹងត្រួតថែមទៀតឲ្យវាមានឆន្ទៈពេញចិត្តក្នុងបន់ពេលព្រោះថាការធ្វើបន់នឹងឯងវារមែងនាំមកនូវសេចក្តីសុខកាលយាយចេញលុយកសាងគ្រោះកសាងឥដ្ឋបានបន់មួយសាទៅហើយប្រក់ក្បឿងបានបន់មួយសាគូគំនូបានបន់មួយសាដល់ថ្ងៃនេះមកធ្វើបានមួយសាទៀតខ្ញុំឃើញទេហើយបើយើងមិនធ្វើបន់ឆ្លងសមិទ្ធិនឹងទេវាបន់បានតិចដល់ថ្ងៃហ្នឹងមកធ្វើទៀតវាបានច្រើនបានអ្មេចខ្លះបានចូលបច្ច័យបាននមស្ការបរតនត្រ័យបានសមាទានសិលបានស្ដាប់ធម៌ទេសនាបានប្រគេនទានខ្ញុំឃើញទេបន់មកសន្ធឹកណែនេះទៀតហើយអភិសេកព្រះក៏ចឹងដែរកាលពីយើងជឿមកបានបន់មួយសាហើយដល់យើងធ្វើបន់អភិសេកចឹងឲ្យបានបន់មួយសាទៀតចឹងឯងដែរហើយម្យ៉ាងទៀតនឹងគេហៅថាឆ្លងត្រួតថែមឲ្យបន់នឹងចម្រើនឆ្លងទី4បានសេចក្តីថាអនុគ្រោះដល់អ្នកដែលគ្នាមិនបានចូលកាលពីគេកសាងពហិគេកសាងព្រះឯងដឹងដែរថាបានបន់ច្រើនប៉ុន្តែឯងវាមិនបានមានលុយទៅចូលនឹងគេហើយចឹងហើយស្ដាយណាស់ឥឡូវគេកសាងរួចអញមកទៅអត់បន់ណាមិនបាច់ស្ដាយទេថ្ងៃហ្នឹងមកចូលរួមគេថ្ងៃហ្នឹងក៏ឈ្មោះថាយើងម្ចាស់ពហិយើងម្ចាស់ព្រះហ្នឹងដែរហើយចឹងបានអនុគ្រោះដល់អ្នកដែលគ្នាមិនបានចូលពីមុនឆ្លងទី5បានសេចក្តីថាញ៉ាំងសាមគ្គីធម៌ឲ្យចម្រើនដល់តែឆ្លងអញ្ចឹងបើកុំមកធ្វើបន់ឆ្លងអញ្ចឹងមិនមកទេញោមក៏មិនមកអាត្មាក៏មិនបានមកដែរហើយបើយើងបានមកបែកគ្នាហើយដល់អញ្ចឹងបានមកទៅបានសូត្រធម៌ជុំគ្នាហូបបាយជុំគ្នាសំណេះសំណាលគ្នាទៅធ្វើបន់ជាមួយគ្នាញ៉ាំងសាមគ្គីធម៌អញ្ចឹងដែរថាញោមទៅណាឆ្លងទី6គេនិយាយពីឆ្លងឡុងទាំង4នោះមានកាមោខៈពវោខៈទិដ្ឋោខៈនិងអវិជោខៈកាមោខៈលងកាមប្រាថ្នាអូយប្រាថ្នាម្នាក់ចង់មានកង់ចង់បានកង់ឲ្យមិនចប់ចង់បានម៉ូតូហើយចង់បានឡានអាម៉ូតនេះអាម៉ូតនោះចង់មិនចេះចប់តាំងពីកើតតលចូលរូងដីហើយចឹងសេចក្តីប្រាថ្នាឲ្យឈ្មោះថាកាមៈនឹងប្រាថ្នាមិនចេះចប់ទេផងនៅក្នុងលងនឹងឯងទី2នោះគេឲ្យឈ្មោះថាលងភពភពមានរូបភពកាមភពអរូបភពវិលទៅវិលមកមិនងាយចេញផុតសោះ
ចំណែកខាងទឹកថេយល់វាចេះតែខុសលោកទេថាអញ្ចឹងដូចអត់ត្រូវគ្រូអញថាអញ្ចេះធ្វើអញថាអញ្ចោះអញ្ចឹងការយល់រៀងខ្លួននឹងឯងវាមិនងាយចេញផុតទេបានជាលោកថាទឹកថេ62នឹងជាមច្ឆាទឹកថេចំណែកមួយទៀតឆ្លងនៅលងអវិជ្ជាអវិជ្ជខៈយើងមិនអាចចេញចាក់ទុកបានដោយសារតែសេចក្តីល្ងិតល្ងងញោមណាហើយអញ្ចឹងឆ្លងលងនឹងបានប្រពុតត្រង់សម្ដែងពិធីឆ្លងទាំងអស់សទ្ធាយៈតារតេអោខាំងឆ្លងលងបានដោយសារសទ្ធាបើកុំតែមានសទ្ធាមិនមកទេថ្ងៃនេះយាយតាចំណាប៉ុណ្ណេះហើយសម្រាប់ស្មាននេះឲ្យចៅច្បាច់ជើងឲ្យនោះស្រួលណាប៉ុន្តែដល់មានសទ្ធាមិនបានអាគោយន្តជីក៏ដើរមកដែរនឹងមកពីអីមកពីសទ្ធាហើយអញ្ចឹងតែមានសទ្ធាឆ្លងរួចហ៎ម្យ៉ាងទៀតមានសទ្ធាការព្យាយាមដែរញោមណាបានជាលោកថាអបមាទេណាអនវាំងចង់ឆ្លងសមុទ្រវាលវត្តសង្សារមហាធំគិញវិញកោះត្រោយនេះទៅបានដោយការមិនប្រមាទចប់3ដកមកទូមិនប្រមាទគឺមិនធ្វេសប្រហែសហើយមួយទៀតព្រះអង្គទ្រង់សម្ដែងទៅវិរិយេទុក្ខមាចេតិឆ្លងចាក់សេចក្តីទុកបានដោយការព្យាយាមបើដឹងតែអត់អង្គច្រកឆ្នាំងហើយនៅដេកចាំឲ្យបាយចូលមាត់មិនចូលអញ្ចឹងចង់ចេះតលព្យាយាមរៀនចង់មានតលព្យាយាមរចេះពីរៀនមានពីរក្រពីខ្ជិលផ្លេចញៀនទៀនសិលមកតែពីមិនខ្សែគប់សពបរោះអីចឹងទៅញោមទៅដែរតលរៀនបានចេះតលរិះបានជាប់តលរាប់បានចាំប្រកបចំណាំកម្មចំណងកងចំណោតគិតពីស៊ូគូពីសួរគូពីសោតចេះម្ដាយឆោតចោលម្ដាយចេះម្ដាយឆៅអញ្ចឹងតលទៅរៀនដែរបានចេះតលរបានមានអញ្ចឹងចង់ចេញចាក់ទុកនឹកពៀនមិនបើកផ្លូវឲ្យអ្នកល្ងងទេញោមនឹកពៀនអ្នកល្ងងទៅអត់រួចទេតលអ្នកនឹងចេះអញ្ចឹងបានព្រះអង្គឲ្យវ័យទី1វ័យរកចំណេះវិជ្ជាដាក់ខ្លួនវ័យទី2វ័យរកទ្រព្យសម្បត្តិវ័យទី3រកបន់អាឡាសាសាកតោវិជ្ជាបើខ្ជិលគ្មានចំណេះគ្មានវិជ្ជាគ្មានសបៈអាសបៈសាកតោតំណាងបើគ្មានចំណេះវិជ្ជាទៅរកទ្រព្យអីមិនបានអាសបៈសាកតោមិត្តតាំងបើអត់មានទ្រព្យសម្បត្តិហើយមិនមានមិត្តភក្តិរាប់អានអាមិត្តតាសាកតោសុខខាងបើខាងឆ្វេងខាងជើងខាងត្បូងខាងស្ដាំគេមិនរាប់អានជាមួយមានសេចក្តីសុខពីណាមកអាសុខខាសកតោសេបាំងបើអត់មានសុខអាឡ័យបានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹករនពៀនឯណាឃើញបាទអញ្ចឹងតតែមានវិជ្ជាមានចំណេះមានការព្យាយាមបានឆ្លងចាក់ទុកបានដោយពុទ្ធវិរិយនៅទុក្ខមាចេតិមួយទៀតព្រះអង្គទ្រង់សម្ដែងទៅតណ្ហាកយោសពទុក្ខាងជានិតិឈ្នះអស់នៅតណ្ហាទាំងពួងបានក៏វាអស់ទុកទាំងអស់អញ្ចឹងចង់ឆ្លងចាក់ទុកនឹងបានលោកសម្ដែងពីរឿងអវិជ្ជាបញ្ញាយៈបរិសុទ្ធតិឆ្លងចាក់សេចក្តីមិនបរិសុទ្ធឲ្យបរិសុទ្ធទៅបានដោយសារបញ្ញាកើតពីណាចន្តាមយៈបញ្ញាភាវនាមយៈបញ្ញាសតតាមយៈបញ្ញាចន្តាមយៈបញ្ញាកើតពីការគិតពិចារណាការគិតបានពីសតតាមយៈបញ្ញាមកពីស្ដាប់អញលើលោកទេថាអញ្ចេះលើគ្រូនោះថាចេះថាអញ្ចេះស្ដាប់ហើយកើតបញ្ញាមកមួយហើយយកបញ្ញានឹងយកទៅគិតពិចារណាទៀតបែកកំណត់ញោមឯងវត្ថុសពថ្ងៃមើលតាំងពីទូរស័ព្ទពីទូរទស្សន៍ពីវិទ្យុពីមញេសពយ៉ាងកុំព្យូទ័រកើតពីបញ្ញាលោកីទាំងអស់បញ្ញាគេអង្គុយគិតទេតាគេរករូបមន្តឃើញហើយអញ្ចឹងគេគិតឃើញសពបែបយ៉ាងទៅបានគេរករូបមន្តធ្វើឃើញនឹងអញ្ចឹងបញ្ញាជាលោកីដែលគេហៅថាមនសិការៈចេតសិកពុទ្ធបរិស័ទហើយអញ្ចឹងហើយសេចក្តីមិនបរិសុទ្ធអាចឆ្លងបរិសុទ្ធបានដោយសារបញ្ញាដោយការស្ដាប់ធម៌ហើយអញ្ចឹងញាតិញោមបានឆ្លងនឹងសុទ្ធតែបានបនបានអានិសង្សច្រើនណាស់ខ្ញុំកណាខ្លាចក្រែងទៅដល់ម៉ោងច្រើនពេកទេប្រគុណម្ចាស់សូមឆ្លើយប្រគេនប្រទេសពីពិធីឆ្លងសូមនិមន្តជ្រាបសាធុជ្រាបឲ្យអនុថែញាតិញោមពុទ្ធបរិស័ទដោយអនុថែបានបញ្ជាក់ចឹងមូលហេតុមកពីធ្វើបន់ឆ្លងទី1គឺឆ្លងឲ្យផុតអញញាតិញោមកុំឲ្យនៅថារបស់អញទៀតខៃលោជាប់ចម្ពាក់ឯទី2នោះគឺឆ្លងចេតនាចុងក្រោយឲ្យនឹកឃើញថាពេលណាឃើញព្រះវិហារគឺនឹកឃើញថាយើងបានធ្វើនោះគឺចេតនាគេហៅថាបរចេតនាចុងក្រោយនោះឯទី3គឺសពបន់បន្ថែមដោយញាតិញោមបើមិនមានការធ្វើបន់ឆ្លងមិនមែនមកនមស្ការបរតនត្រ័យសម្មាទានសាលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនេះទេឯទី4គឺអនុគ្រោះដល់ញាតិញោមណាដែលមិនបានចូលរួមកសាងព្រះវិហារជាដើមដូចជាអាត្មាមុនមកវិបៃលិនដល់ពេលមកអញ្ចឹងបានចូលរួមចំណែកដាក់ក្នុងកម្ដៅសីមាហ្នឹងនឹងទី4ចំណែកទី5នោះគឺដើម្បីញ៉ាំងសាមគ្គីធម៌នឹងឲ្យបានជួបជុំប្រមូលផ្ដុំគ្នាតាំងពីខេត្តកំពង់ចាមខេត្តកំពង់ធំនិងទី6គឺឆ្លងនៅលំទាំង4ដែលអនុថែបានរៀបរាប់ពីខាងដើមអនុថែឃើញថាកុកក៏ចូលតនេកសេកក៏ចូលតនំឃ្មុំក៏ចូលបកងយាយតាតនងជាចុកជើងពីខោសង់យើងតនងជាចុកចកេះហើយចំណែកអ្នកចង់រំវងកំពុងតែស្រាវចកេះបើសិនជាអនុថែមហាថែគិតតែពីបច្ឆេះមិនព្រមប្រជុំតាំងពីព្រលប់ដល់ម៉ោង7ខែលោកមានបញ្ហាប៉ុន្តែបើសិនជាសំដែងមិនអស់ខដូចជាមិនកើតនៅសល់ទីទៀតទេអនុថែមិនតិចទៀតនេះគឺសួរពីរឿងពុទ្ធាពិស័យមើលអនុថែពាក្យថាពុទ្ធាពិស័យនឹងមានន័យថាម៉េចបើសិនអនុថែប្រែមិនកើតប្រែមិនរួចទៅពេញវិញអត់ឲ្យជីឡាណាឲ្យជីកង់ទៅអនុថែ
ប្រកាសឲ្យបកកង់ជិះកង់តាំងពីកំពង់ធំដល់ភ្នំពេញអញ្ចឹងកន្លែងនេះសូមអនុថែបកស្រាយពីពាក្យថាពុទ្ធាពិស័យមើលសូមវិសាចនីឮតែបកស្រាយទៀតដែរញោមបើនិយាយពីសមវិញសបកមកកភ្លុះគ្រាន់តែបកឯងស្រាយអត់ឲ្យឆានសោះឥឡូវថាបើអាត្មាឆ្លើយឲ្យប្រែហ្នឹងបើប្រែមិនរួចត្រឡប់ទៅវិញមិនឲ្យជិះឡានទៀតឲ្យជិះកង់មកអាយុខ្ញុំកណាអាត្មាញោមមិនដែលជិះកង់ទេនៅស្រុកកំណើតខ្ញុំកណាក៏គេមិនដែលជិះកង់ដែរញោមគេជិះតែកែបទេគេទុកកង់ឲ្យវិលបើជិះកង់ទៀតវាវិលអត់កើតទេទៅមុខអត់កើតទេហើយចឹងខ្ញុំបការណាមិនជិះកង់ទេសុខចិត្តជិះកែបជិះរៀនជិះចង្អើទៅចុះតគុណម្ចាស់ដល់ចម្រើនអារឿងសួរឲ្យប្រែហ្នឹងប្រគុណម្ចាស់ខាងនោះឯអាចារ្យបល័យហើយខ្ញុំកណាមិនមែនអាចារ្យបល័យទេបល័យវានៅស្ទើគេថាបើវានៅស្ទើវាមិនតាន់ឆ្អិនតែប្រែខ្លាចឆៅហើយចឹងតើឆ្អិនបានគេប្រែហើយប៉ុន្តែប្រគុណម្ចាស់ឲ្យប្រែទៀតពុទ្ធាពិស័យគេប្រែតែប្រោះព្រំគេប្រែតែលើកតម្កើងតម្លើងយោតម្លើងស័កអភិបពបុត្រសេចៈទៀតនឹងនៅបច្ច័យគេចេញជាពុទ្ធាពិស័យនឹងនោះណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុអភិសេកឬក៏ពុទ្ធាពិស័យតម្លើងយោតម្លើងស័កមិញអភិសេកហើយនៅពាក្យថាពុទ្ធៈហ្នឹងគឺពពុទ្ធអញ្ចឹងគឺតម្លើងយោតម្លើងស័កចំពោះពពុទ្ធខ្ញុំកណាឆ្ងល់ថាហេតុតែម៉េចបានជាយើងចាំបាច់តម្លើងយោតម្លើងស័កចំពោះពពុទ្ធតើពពុទ្ធនឹងជាមនុស្សបែបម៉េចទៅអនុថែបានជាត្រូវតម្លើងយោតម្លើងស័កសូមវិសាចនីចង់ដឹងពពុទ្ធជាមនុស្សបែបម៉េចចូលទៅមើលក្នុងពហិសូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែឃើញថានៅក្នុងព្រះវិហារគឺជាពពុទ្ធរូបតំណាងរូបពពុទ្ធប៉ុន្តែចង់សួរអនុថែថារឿងពពុទ្ធកាលដែលព្រះអង្គទ្រង់គង់ធរមាននៅឡើយមើលអនុថែរៀបរាប់ប្រវត្តិបញ្ជាក់បង្ខេបពីរឿងពពុទ្ធឲ្យញាតិញោមពុទ្ធបរិស័ទបានជ្រាបផងមកមើលសូមនិមន្តរៀបរាប់ដឹងដែរមិញថាសារិកាចូលដេកសេកចូលតនំខ្មុំចូលបកងនិយាយតាតំណងស្ដេចចុកជើងហើយភិក្ខុសង្ឃយើងនេះស្ដេចចុកចកេះចុកចកងហើយដឹងថាអ្នកចង់រំវងគេកំពុងតែស្រឿចកេះដែរហើយនៅតែមិនព្រមប្រឈប់ទេនៅតែប្រឆេះមកទៀតហើយផងសួរតលស្មាមានសួរហ្នឹងមិនទេមិនភ័យទេធေါ်តំដែងមិនអស់មែនគ្រាន់តែវែកញែកទៅសីមាមួយមុខហ្នឹង2ម៉ោងផងប៉ុន្តែពីល្ងាចមិញព្រះគ្រូអនុគុណលោកបានបកស្រាយឲ្យអាត្មាស្ដាយដែរមកអត់តាន់មកដល់តាន់អេវ៉ាំងតែហ្មងហើយអញ្ចឹងស្ដាយណាស់អញ្ចឹងហើយស្អែកនៅមានសង្ឃាយនាបន្តទៀតអត់ភ័យទេឆ្លើយមិនអស់ទុកស្អែកបន្តញោមណាហើយក៏មិនមែនសល់ឆ្អឹងសល់អីដែរគឺថាសល់ធေါ်ទាំងដុំហ្មងឥឡូវបកស្រាយពីពុទ្ធនឹងបែបណាសិនហេតុអីបានអភិសេកពុទ្ធលោកទ្រង់សម្ដែងពីយើងអ្នកធ្វើបុណ្យគេហៅថាបញ្ញត្តិកម្មនិងចេតនាកម្មបញ្ញត្តិកម្មត្រឹមត្រូវតាមវិន័យដោយបញ្ចុះសីមាអញ្ចឹងបើធ្វើមិនត្រឹមត្រូវតាមវិន័យអត់ឡើងទេញោមត្រឹមត្រូវតាមវិន័យតាមពិតទៅភិក្ខុតែ4អង្គឡើងទៅធ្វើបានហើយប៉ុន្តែសុំឲ្យភិក្ខុទាំង4ហ្នឹងនៅក្នុងអាវាសក្នុងសីមាតែមួយវាអាចខូចពហិញោមណាអាចខូចពហិខូចសីមាមិនឡើងអញ្ចឹងតើយើងអន្តរាគមដើម្បីឲ្យកើតបានជាគេនិមន្តសងមកច្រើនសិតទៅលោកចេះលោកដឹងអញ្ចឹងនឹងគេហៅថាបញ្ញត្តិកម្មពេលដែលបច្ចុប្បន្នតារាងហ្នឹងហើយកុំឲ្យញាតិញោមឆ្ងល់អាហ្នឹងអញ្ចឹងឯងដល់តែពេលចេតនាកម្មសំដៅទៅលើចេតនាញោមចង់ស្លោប្រមាណផ្ទះថ្លោទៅចង់ធ្វើរោងប្រមាណខ្នងធ្វើទៅញោមចង់ធ្វើនាងសុជាតា100នាក់ទូលចង្ហាន់ទៅថ្វាយព្រះអង្គក៏ធ្វើទៅញោមចង់អភិសេកធ្វើពីថ្ងៃក៏សូត្រទៅអានឹងបានកើតដោយចេតនាអញ្ចឹងការគោរពព្រះនឹងអញ្ចឹងដែរមិនមែនព្រះអង្គនឹងបានត្រាស់ដោយសារយើងទៅអភិសេកឲ្យព្រះអង្គនេះព្រះអង្គអភិសេករួចស្រេចបាត់ទៅហើយប៉ុន្តែចេតនាយើងព្រោះគោរពគេថាថ្វាយអង្គមព្រះប្រយ័ត្នបាសិមងដែលញោមថ្វាយអង្គមនឹងមិនមែនថ្វាយអង្គមដំថ្មទេមិនមែនថ្វាយអង្គមកណាត់ទេចិត្តគោរពដល់ព្រះមែនតែនអញ្ចឹងកាលពីយើងជាវកាលពីយើងធ្វើនឹងព្រះនឹងយើងសន្មតថាជាថ្មនៅឡើយគេឡើងកាប់គេឡើងកោគេឡើងឈូសគេឡើងឆាយគេឡើងកាយគេឡើងលៀបគេឡើងលន់គេពង្រាយគេពង្រៀបអីសពយ៉ាងគេកាន់ប្រកេះគេកាន់អីមិនទាន់ការគោរពបានចាប់ពីពេលហ្នឹងទៅយើងលើកតម្កើងថាជាព្រះអង្គពិតប្រាកដដោយចេតនារបស់យើងអញ្ចឹងយើងការអភិសេកនឹងគឺចាត់ទុកថាព្រះអង្គឈ្នះមាជាព្រះពិតប្រាកដចាប់ពីពេលនេះទៅហើយកើតជាបុណ្យជាកុសលដល់យើងទៀតបានយើងធ្វើជាអភិសេកប្រគេនដល់ព្រះអង្គនឹងបើតាមពិតទៅមិនអភិសេកក៏ថ្វាយអង្គមបានដែរប៉ុន្តែអភិសេកនឹងវាកើតបុណ្យកើតកុសលទៀតញាតិញោមណាខ្ញុំបការណាឆ្លើយបានតែប៉ុណ្ណេះទេឯងនិយាយពីអានិសង្ឃអ្នកធ្វើពុទ្ធរូបអីហ្នឹងបានអានិសង្ឃច្រើនណាញោមអានិសង្ឃអ្នកកសាងពុទ្ធរូបមានច្រើនពុទ្ធបូជាមហាដៃជោបូជាពុទ្ធមានដៃជាច្រើនសង្ឃបូជាមហាធនណាំងបូជាព្រះសង្ឃមានទ្រព្យសម្បត្តិ
ធម្មបូជាមហាបញ្ញោបូជាបធមមានបញ្ញាញោមកើតមករងឯងញោមឆ្ងល់ដែរពិចារណាមើលមិនក៏គេមនុស្សប្រប៉ុណ្ណអញដែរគេមានបរិវារច្រើនម៉េះហើយមិនក៏គេប្រប៉ុណ្ណអញដែរគេបានឋានៈខ្ពស់នឹងហើយដេជាវាចាត់ចែងអញ្ចឹងដេជាហ្នឹងមេភូមិធំជាងប្រជាជនប៉ុន្តែតូចជាងមេឃុំតូចជាងមេស្រុកតូចជាងមេខេត្តតូចជាងនាយករដ្ឋមន្ត្រីអញ្ចឹងទៅវាដេជារៀបអញ្ចឹងឲ្យយាយឯងតាឯងគោរពព្រះតែជាងខ្ញុំត្រឹមមេភូមិទៅខ្ញុំហ្នឹងបូជាព្រះច្រើនណាស់ខ្ញុំមេឃុំណែហ្នឹងគោរពព្រះតែជាងខ្ញុំត្រឹមមេឃុំខ្ញុំច្រើនជាងណាខ្ញុំមេស្រុកណែត្រឹមតែមេស្រុកឯងខ្ញុំនេះបូជាព្រះប្រមាណវត្តខ្ញុំមេខេត្តហើយនោះក៏ខ្ញុំរដ្ឋមន្ត្រីខ្ញុំក៏ដែរនឹងឲ្យដេជាបកាខ្ញុំមានច្រើនមានដេជាមាន5យ៉ាងមានសីដេជាជាដើមនោះហើយដល់ញាតិញោមបានកសាងពុទ្ធរូបនឹងអានិសង្សច្រើនណាស់កសាងពហិដាក់ពុទ្ធរូបមានរឿងដែរញោមគិតមើលពីដើមគេកសាងចេតិយមួយនោះអូយគេស្ដេចជំនាន់មុននោះគេបាត់សិទ្ធិមាសពេជ្រកែកងដល់ស្ដេចជំនាន់ក្រោយមិនជ្រះថ្លាឲ្យគេវាយចេតិយនឹងចោលបកយកមាសស្រាប់តែបរោះម្នាក់ចូលទៅថ្វាយអង្គមស្ដេចព្រះអង្គឲ្យសុំជួសជុលចេតិយតែថាជួសជុលឲ្យជួសឯនងជួសជុលចប់ជាពុទ្ធរូបមួយដាក់ស្អាតណាស់ស្រឡាញ់ពុទ្ធរូបនឹងដល់អញ្ចឹងទៅបានបរោះនឹងរស់ស៊ីមានបានសុខសប្បាយស្លាប់ទៅកើតឋានសួគ៌អមចលោពុទ្ធដល់តែពេលព្រះយើងបានត្រាស់នេះបរិនិព្វានបាត់ទៅធម្មមេសោកើតឡើងកសាងចេតិយ 84000 ហ្នឹងធម្មមេសោមានកូនមួយឈ្មោះកូនណាលៈនឹងហើយដែលមកកើតញោមនិយាយពីកើតតកូលស្ដេចហើយរូបវាល្អស្អាតណាស់រហូតដល់រកមនុស្សប្រៀបគ្មានទេមកពីអីនឹងហើយអានិសង្សកសាងព្រះខ្ញុំក៏ដែរមានដេជះបារមីបកែអញ្ចឹងហើយអ្នកដែលគ្រាន់តែចូលកសាងតែម្រាមដៃផងពពោធិសត្វជាតិមួយនោះទៅរកស៊ីចំនួនជួបព្រះនៅកដាលព្រៃពីណាវាយបាក់ម្រាមព្រះអង្គចោះទៅកាយដែលអត់យកមកបាត់ធ្វើដាក់ប្រេងល្ងដៃហើយជួលមនុស្សឲ្យយាមហើយយកស្រាប់តែព្រះអង្គរស់ស៊ីចេះតែមានបានទៅស្រាប់តែស្លាប់ទៅកើតឋានសួគ៌ចោះត្រឡប់មកវិញមកកើតជាស្ដេចឈ្មោះវត្តតាំងគុលរាជម្រាមដៃបកាយដូចទឹកគោក៏បីឆ្កែឆ្មាកាចគ្រាន់តែលើកចង្អុលរៀបទាំងអស់ខ្លាចទាំងអស់តប101នគរលើកមកវាយទៅដើមយករាជសម្បត្តិព្រះអង្គវិញនេះអាមាត្យថាព្រះអង្គទុកខ្ញុំចេញទៅទប់ទល់អាមាត្យនៅឲ្យស្ងៀមទុកឲ្យយើងចេញស្ដេចចេញទៅដល់ក្រៅនគរលើកតដៃចង្អុលតបតម្រៃតបសេះបលបាក់តបធ្លាក់មនុស្សងាប់ឲ្យរាយមនុស្សនៅរស់ប្រមាណរត់មកថ្វាយអង្គមព្រះអង្គឲ្យទុកជីវិតព្រះអង្គឲ្យទុកជីវិតអាថាណែឯងបាច់ភ័យទេយើងមិនសម្លាប់ណែឯងទេណែឯងកុំបៀតបៀនកាន់សិល5ទាំងអស់គ្នាទៅស្ដេច101នគរសុំសិល5តាមព្រះអង្គទៅទៀតទៅលែងបៀតបៀនគ្នាព្រះអង្គមានដេជះបកាយដែលស្អីញោមកសាងម្រាមប្រហោះព្រះអង្គផងកសាងម្រាមដៃមួយហើយទៅតម្រាំញោមកសាងទាំងម្រាមកសាងទាំងមូលតាំងពីដៃបាតដៃផងបាតជើងផងខ្លួនទាំងមូលផងបានអានិសង្សច្រើនប៉ុណ្ណាទៅញោមច្រើនណាស់ពពោធិសត្វយើងកសាងបានជាពុទ្ធយើងមានរស្មីពណ៌មាសនេះចេញពីបកាយរបស់ព្រះអង្គនឹងឯងមកព្យាមជុំវិញសពកាលចេញរស្មីពណ៌មាសមកពីអីជាតិមុនអាសាច់បូជាបិទពុទ្ធរូបញោមណាគេកសាងពុទ្ធរូបព្រះអង្គទៅកសាងពុទ្ធរូបបិទមាសណាដល់បិទទៅខ្វះសាច់រឿងវែងបាទសំដែងសង្ខេបតាមពេលញោមខ្វះសាច់ទៅនឹកថាឲ្យតណ្ណាជ្រះថ្លាកាត់សាច់ខ្លួនឯងក៏កាត់ដែរប្រពន្ធហើយនឹងកូនពីរនាក់ហ្នឹងសុខចិត្តទៅធ្វើជាខ្ញុំបំរើគេយកលុយមកឲ្យប្តីកសាងពុទ្ធរូបណាហើយដល់លុយប៉ុណ្ណឹងហើយនៅមិនក្រាន់ទៀតព្រះអង្គថាបើនរណាត្រូវការសាច់យកធ្វើមាសកាត់ក៏ព្រះអង្គឲ្យវះដែរញោមក្តៅឆេវដល់ព្រះអិនតើអង្គុយមិនសុខចុះមកប្រែកាឡាខ្លួនឯងទៅជាងមាសជាងនឹងចម្លែកខ្ញុំជាងមាសខ្ញុំចេះវាយសាច់មនុស្សធ្វើជាមាសជាងនឹងចម្លែកបានឯងចេះមែនខ្ញុំកាត់សាច់ឲ្យវាយកាត់សាច់ឲ្យមែនវាយធ្វើមាសបាត់ពុទ្ធរូបបានមែនញោមអញ្ចឹងរិទ្ធរបស់ព្រះអិនធ្វើប៉ុន្តែសាច់ព្រះអង្គហ្នឹងក៏ចិត្តវិញទៅដោយអនុភាពនៃព្រះអិនសម្ដែងរិទ្ធញោមណាអញ្ចឹងបានជាព្រះអង្គកសាងប៉ុណ្ណឹងព្រះអង្គកើតមកជាពុទ្ធយើងនឹងមានពលឺចេញពីខ្លួនសពការរស្មីពណ៌មាសហ្នឹងនឹងហើយអានិសង្សកសាងពុទ្ធរូបបានជាព្រះអង្គកើតមកស្ថិតតកូលស្ដេចតកូលសេដ្ឋីតកូលស្ដេចតកូលសេដ្ឋីទីបំផុតបានត្រាស់ជាពុទ្ធនេះជាអានិសង្សនៃពុទ្ធរូបខ្ញុំកណាឆ្លើយមកប៉ុណ្ណឹងសង្ឃឹមថាប្រហែលជាលែងសួរហើយបាទជាខំបកស្រាយអានិសង្សហ្នឹងឲ្យហើយពីព្រោះថាឯចេះបើវែងពេកមេត្តាច្រាប់ចេញហើយបើខ្លីពេកមេត្តាបន្ថែមខ្លួនព្រះអង្គបើកឲ្យសួរបន្តទៀតសួរចុះមកសេរីប៉ុន្តែសួរហើយឆ្លើយខ្លួនព្រះអង្គវិញផងខ្ញុំកណាសូមចប់តែប៉ុណ្ណេះហើយសូមនិមន្តជ្រាបសាធុជ្រាបហើយអនុថាខ្ញុំកណាលែងសួរហើយប៉ុន្តែសូមឲ្យលើកយកអានិសង្សមកសម្ដែងទៀតអានិសង្សបុណ្យហ្នឹងអនុថាបញ្ជាក់ពីរឿងអានិសង្សបុណ្យញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលគាត់បានជើញមកធ្វើតាំងពីចិត្តតាំងពីឆ្ងាយតាំងពីខេត្តកំពង់ធំខេត្តកំពង់ចាមហ្នឹងតើអានិសង្សបុណ្យហ្នឹងមានប្រមាណយ៉ាងដែរអនុថាប្អូនបកស្រាយបំភ្លឺបញ្ជាក់ដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ឥឡូវឡើងឲ្យបកស្រាយឲ្យបញ្ជាក់ពីរឿងអានិសង្សកុំឲ្យអនុថាចេះតែបកឲ្យចេះតែស្រាយមិនបានឆានឥឡូវឲ្យបញ្ជាក់ម្ដងសូមវិសាចនីឃើញថា2ម៉ោង4នាទីហើយ
មិនដែលមានទេតាំងពីសម្ដែងធម៌យ៉ាងច្រើនក្បែរ2ម៉ោងប៉ុណ្ណឹងឥឡូវថ្ងៃនេះឃើញតែជាង2ម៉ោងហើយនៅតែអត់ឈប់ឥឡូវលែងឲ្យបកលែងឲ្យស្រាយហើយប្រហែលវិចយកទៅហើយញោមដូចថានំអញ្ចឹងបើហូបនៅនឹងចេះតែបកស្រាយទៅហូបឥឡូវលែងឲ្យបកប្រហែលផងវិចទៅហើយញាតិញោមប្រយ័ត្នឲ្យមែនតើឲ្យត្រូវចឹងដែរថាមិនឆ្លើយក៏មិនកើតពីព្រោះញាតិញោមនឹងចង់បានអានិសង្សប៉ុន្តែមិញនឹងរៀបរាប់មកសន្ធឹកហើយអានិសង្សកសាងសេនាសនៈអានិសង្សកសាងព្រះអានិសង្សអ្នកចូលធ្វើពហិអីសពយ៉ាងច្រើនណាប៉ុន្តែឥឡូវនិយាយពីរួមគ្នាតែហ្មងញោមអានិសង្សនឹងមានទាំងអស់គ្នាផ្នែកទី1ប្រគុណម្ចាស់គ្រប់ព្រះអង្គដែលខំចំណាយពេលវេលាមកបុណ្យផងជួយដឹកនាំកសាងចាត់ចែងជាសង្ឃកម្មឲ្យកើតនឹងក៏អានិសង្សច្រើនមួយទៀតផ្នែកខាងអ្នកមកចូលរួមខ្នះខ្នែងលីសែងលើកទុកលើកដាក់លាងចានលាងឆ្នាំងចិត្តបន្លែផ្លែឈើលាងប៉ាន់លាងពេងដាំស្លស្លុកបុកអង្គថែមប្រហុកថែមអំបិលថែមប៊ីចេងអីហ្នឹងញោមណាហើយមួយទៀតអានិសង្សផ្នែកខាងអ្នកគ្រាន់តែមកចូលទៅបាយមកវែកសម្លមួយចានសណ្ដែកមួយគួរស្លាមួយចំណិតមួយលូមួយស្លឹកទឹកមួយត្រឡោកហើយទៅផ្ទះវិញបាត់អីក៏ដោយហើយនឹងមួយទៀតអានិសង្សអ្នកមូលធនធំដូចជានៅភ្នំពេញនៅអូស្ត្រាលីនឹងមួយទៀតអានិសង្សពុទ្ធបរិស័ទដែលខំត្រាំត្រែងមកនឹងបុណ្យនឹងវាច្រើនណាស់អញ្ចឹងអានិសង្សច្រើនគ្រប់មុខទាំងអស់សូមចែកអានិសង្សទាំងលោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទនឹងជា2ថ្នាក់មួយថ្នាក់សម្រាប់ឧទ្ទិសជូនដល់បុព្វការីជនដែលបាក់បែកចែកឋានទៅលោកខាងមុខជីដូនជីតាម៉ាកងចឹកចែសៅហៀទ្រាអ៊ីពេកៅកងខ្មោចមុនខ្មោចក្រោយ100ជាន់1000តម្រួតតែបានបាក់បែកចែកឋានទៅកាន់លោកខាងមុខទាំងតាលួតតាលាយាយលួតយាយលាទាំងអស់គាត់នឹងអាចទទួលផលបុណ្យពីយើងនឹងបានដែរជួនកាលគាត់ខំរកស៊ីចិញ្ចឹមយើងណាញោមគាត់រកស៊ីកេងកັບលឹបខោងវាយគូតកំប៉ុងកតោងទៅលើភ្នែកជីងកុហកគេមិនបាត់គេមកកាក់មកចាប់មកសេនដើម្បីអីដើម្បីកូនលក់ដូរបង្រត់បង្រាស់សัตว์ទាំងរស់ដើម្បីអីដើម្បីកូនទីបំផុតទ្រព្យសម្បត្តិនៅលើដៃកូនគាត់ទៅទេញោមឃើញដែរយើងធ្វើបាបគាត់ខ្លាំងណាស់គាត់ចង់ទៅសិលគាត់ចង់ទៅវត្តទៅមិនកើតទេម៉ែវាកូនខ្ចីមកអ្នកអើយទៅសិលទៅអីគេទៅមិនកើតទេកូននៅទៅចាំរៀបកូនអស់ចាំចូលសិលអ្នកខ្លះមិនតាន់រៀបកូនអស់ផងស្លាប់បាត់មកទៅចូលបន់គេនោះទៅមិនកើតទេជាពាក់លុយថ្លៃកូនឈឺនេះអត់អីសងអញ្ចឹងខានធ្វើបន់ពីរឿងកូននឹងចង់ទៅបន់បចោះសីមាគេទៅមិនកើតអាឡ័យកូនខ្ចីដល់តែពេលធំហើយចឹងទៀតចាស់ហើយចឹងទៀតថាចង់ទៅសិលទៅទៀនតែមិនបានសុំច្បាប់កូនជាស្ដីឲ្យទៀតម៉ែនៅទៅយូរម៉េះនាំឲ្យគេបារម្ភនាំឲ្យគេភ័យមិនបាច់ស្ដាប់លោកទេមកតនៅភ្លឺកុំឲ្យកូនភ័យណែអញ្ចឹងយើងចងឪពុកចងម្ដាយខ្លាំងជួនកាលគាត់អាឡ័យខ្វល់ខ្វាយស្លាប់ទៅកើតកំណើតថោកទាបអត់មានបុណ្យកុសលអីទេអញ្ចឹងមានតិចតួចធ្វើឲ្យគាត់នឹងឯងទៅអត់មានទីសនាសនៈលិតខ្ទុះលិតឈាមកំរងសាកសពអញ្ចឹងយើងនឹកឃើញតែហ្នឹងនឹងកាលពីម៉ែនៅរស់ខំដើម្បីកូនយ៉ាងណាខ្លះក្រែងលោកគាត់ផ្លាត់កំណើតទៅកើតទីនេះទីនោះអ្នកខ្លះលួចបេះរបស់គេអ្នកខ្លះមកវត្តដាក់ស្រាក់ពេញមកទៅវិញពេញទៅទៀតដើម្បីកូននៅផ្ទះអ្នកខ្លះទៅមកបន់គេជួយចិត្តបន្លែផ្លែឈើគេលួចដាក់មួយក្នុងកប៉ាល់ទៅផ្ទះទុកផ្ញើកូនបបោគេជួនកាលនឹងនឹកឃើញបបោឆ្ងាញ់អាណិតកូននៅផ្ទះបច្ចេមួយចានតាមចកាជ្រែកភ្លេចនឹងយកចានមកទៀតចេះចុះបច្ចេឡើងញោមដើម្បីកូនពុកម្ដាយអត់គិតអីទេគេថាណែកូនបាក់ដៃតើបុកអានេះបានជារੂប្រែតអីនៅម្ដងមកវាយប្រើបុកប្រើដើម្បីកូនជាញោមក៏ដែរអញ្ចឹងដើម្បីកូនពុកម្ដាយស៊ូលំបាកសពយ៉ាងអញ្ចឹងក្រែងលោកគាត់ផ្លាត់កំណត់ទៅកាន់ទីមិនសមគួរបានបន់ថ្ងៃហ្នឹងឧទ្ទិសជូនទៅឲ្យឪពុកឲ្យម្ដាយហ្នឹងជីដូនជីតាម៉ាកងហ្នឹងអញ្ចឹងសូមឲ្យគាត់មកទទួលបន់នេះអានិសង្សផ្នែកមួយផ្នែកឧទ្ទិសជូនអ្នកស្លាប់មកផ្នែកទៀតវិរៈជនវិរៈនារីស្នេហាជាតិមានដែនដីនេះមានតាំងពីពោកបោមានតាំងពីវិរៈជនច្រើនណាញោមរហូតដល់ជាយអត់អីសពយ៉ាងសិតតអ្នកមានប្រវត្តិសាស្ត្រច្រើននៅកន្លែងនេះកសាងអតីតចៅអធិការវត្តដែលចំណាយពលីជីវិតបូជាដើម្បីបបហេតុការពារជាតិសាសនាទល់ថ្ងៃហ្នឹងលោកបានបាក់បែកចែកឋានទៅសូមឲ្យលោកទទួលផលបុណ្យនេះដែរឯម្យ៉ាងទៀតពុទ្ធបរិស័ទដែលមកចូលរួមនឹងរមែងបានអានិសង្សបានសមស្របជួបប្រទេសទៅនឹងសម្បទាទាំង5យ៉ាងញាតិសម្បទាការជាតិណាសបោកូនសបោចៅសបោមិត្តភក្តិម្រាក់ក្លាភូមិផងលបងជាមួយគេស្រឡាញ់សត្វតសែថៃសត្វបណ្ឌិតសត្វសបរោះគេរាប់រទី2ភោគៈសម្បទាការជាតិណាមានទ្រព្យសម្បត្តិលែងខ្វះលែងកលាប្រទេសតែមានតាំងទីមាសពេជ្រកែកងពីទូសូរកានដីធ្លីស្រែចម្ការអាហារនំចំណីត្រីសាច់សពុតសៅអាវស្បៃបច្ច័យលុយកាក់ប្រាក់កាសហើយចំណែកខាងទី3គេហៅថាអារោគខ្យៈសម្បទាកើតឡើងមកមិនមានរោគអាពាបបៀតបៀនឡើយញោមសុខសប្បាយរហូតហើយបន្តិចបន្តួចលេបថ្នាំក៏ជាឯទី4ទិដ្ឋិសម្បទាមិនវិលកំណត់ទៅកើតក្នុងទិដ្ឋិឬតកូលម្ចាស់ទិដ្ឋិធ្វើឲ្យយើងនឹងកើតឡើងមកមានចំណេះចេះដឹងខុសដឹងត្រូវដឹងគុណដឹងទោសដឹងគុណម៉ែគុណឪផ្លូវល្អអាក្រក់ជាដើម
ai chấm này khang tì pram say lẹ sam bát tia cha ya mê rì nâng kê sờ lanh kê pênh chật nâng cua kê lực tầm càng tầm lang vô sa kê bầu chia đôi vì sa khả đôi ạ na thạ bần là cạ sai thay sấp tận nẹ ban sam bát tia tầng pram này tầng o này xong bần mà ba tiết kê hai tha ban chỉ sam bát tia rồi bỏ bần tiết kê ao chấm mua tha tại khả panya vì sa tô cả lang miền panya thla bát thi chạp che chạp chăm chỉ nam chạp ban từ riêng bạc kè dây class đạp lục tê hơi tê dây tam cá dây class riêng là pi bát tia riêng mình chăm hòn pi về ngay nhung cái đấy panya khó khăn mau bị ấy mau bị khóa bón cà phê diêm miên men và nọt bónជួយទៅមិនរួចអញ្ចឹងពុទ្ធបរិស័ទទីពីសវណ្ណតារូបឆោមលំពណ៌ក៏ល្អឡាគួរស្រឡាញ់គួរពេញចិត្តទី3សុរូបតាឯរូបរាងកាយនឹងទៀតគួរគេពិតពិលមើលរមិលមើលនៃជនច្រើនគ្នាទី4សសន្តានណាសន្តានត្រង់ទ្រាយតូចក៏មិនតូចធំក៏មិនធំធាត់ក៏មិនធាត់ស្គមក៏មិនស្គមវែងក៏មិនវែងតឿក៏មិនតឿសំល្មមគួរជាទីស្រឡាញ់ពិតពិលមើលគួរជាទីពេញចិត្តរបស់ជនទូទៅai chấm này khang tì pram chạ cả vật tia chia hào tệ rồi men ban cát chỉ đại chạ cả pot chia sai thay vật thiên nhiên tập đây vật thiên vật một rọt rồi cát chỉ ai đom sọt giang nâng ơi sang vật tia rồi bỏ bần này xong bần nâng miền tràn đó nhôm tại chỉ bon thừa dương rosi miền ban tây tì ná tê và đá tam thai sai chỉ nên chỉ ca thằng ó ai chẳng put thabo đã sát sang vật tia rồi bỏ bần này xong rồi bỏ bần hai nực đal côn miệt đa bay đa co sang tì sena nâng tiết này xong ban từng dục phong ban từng ngày phong tràn chỉ tì bầm phật để mình ai đi rọp ở nông pe về liaในบ้านก็สนามดสังขายแบบใครปะเนี่ยเลือลวกขวาขาดไอ้ประเกณฑ์ประกนมาจ้าเบอร์เวิร์นเพจเมตาจับจังตำรำของไอ้เบอร์ใครเพจเมตาประทายมาสมาให้สมจับมาดองเพจจะเลิกตีปีส้มนิมนต์จีบสาธุจีบปอยนุไทยตัวละดอลอาในซองจังบันจีบให้หนึ่งเป็นจัดเหยียดโยมพุทธบริษัทก็บานดังปีอาในซองระบอกเหยียดโยมได้บานเฟื่อจังเคยทาปทอเตสนาปชาวิสัจเนียเกรปีคางไปเล่นมุกมาอังคางพนมเป็นมาอังก็ปันในแต่จ้องโยมนะโจรวมจำนายนองคอมาเตียนบนบรรจกคันเดะใส่มาวัดโสมนารามไฮวัดดงโปก็จังมนนึงเป็นจอบก็ทรงประไม้ประโมลประมมดมกองกามหากสอลได้เกิดเมียนตั้งปีไงมาเซลมันรหดดอกไงนี่รวมหนึ่งไงสายทองแต่นุอตึกก็ซอลปะเกนหนึ่งจูนจอมปูวิญญาณคันบอกปปการจวนยึดโยมพุทธบริษัทต่างออกได้ครูจาริกากงกรุบวัดแต่บ้านเปียลียุจีวัดดามใบปปหายเจียดเมียตพงกัมพูชีนี่ก็ได้พร้อมเตียงเนปราชกรุบจำนวนแต่บ้านเปิงในอนาคาหรือก่อนน่าจะทอมแต่การโลกขังมกโซมนิมนต์ดังอัญเชิญมกตะตูลอัฏฐมนุญพลก็สอลพลบนนี้กาวนาบานตะตูลอนโมตเนีรุ่ยหายสมบานตะกาตกเตะพบกับใบอาคารลอยนี่มาพนายติดตรงประสติเปอร์จีสไรบวมหาปัสสาจอมปปเตจกุลมาจากกรุปองเมียนปครูจาริกาวัดอันดงโปเจียประมกเติมแตงปกลมาจากประครูจาริกาวัดตูลตะเอ็มได้บานจับใจตะตูลประเดสันธารักตะยางซอมรุ่มจมปองขยมกนาธมาเพียบตั้งปีองนังยึดโยมจีปตบรสัตแต่งออกได้บานอันจื้นมอกฟิกรุปตื้อแตงปรำใบสมัยบานเปิดเปียกจูปเตียงนังปตปแตงลายบนประกาคือยุวนะประทะปะเละสำรัจสมบัติใบประกามนุษย์เทวดาเปรียบนับเปลี่ยนอากาศตะปปตะวนะภูมิเกียงเกียมหาสมุทรเตียระหตาเทวตาตเตียตมให้อนุระขันโตเทวดาแตงลายเจเนรตาโดยยกจัดตกดักได้ทัดนึกนองอากาศบรปวดปเนทานภูมิทานตะเลนังมหาสมุทรเจียมิเศเทวดาปตัวสบรมัยวัฏสะสัตได้ทารสานองตักใดตีวัดโสมนารามหาวัดอันดงปูนิพร้อมจังเทวดาได้ทารสาเวทชัดในแขตกำปงทมจังมูลพร้อมจังเทวดาทารสาชนำไม่ชนำข่าวโตสะช่วยตามใบบัจปกลมาจากนังยึดโยมจิปุตตบรสัตแต่งออกไอ้บ้านสิกได้สกดมรุมณีเจียสัสบอยละหอยละหายเลยละหัดหายเมียนกำลังลาละหุนไอ้จูบตายนังเปรียบชวาตายนังพ่อก็มาเมียนสันดานจัดละอไปจนเมียยุเวยืนอยู่ต่อเรียงตื่นอะยังธรรมเทศนารีปทอเทศนานิวีให้อัมให้กึกยมกนาธมาเพียบตั้งปีอ่องเตเสตาบานเรียบจอมจัดใจสำได้รู้เฉยนัทเทตาสามัตตาก็สอนมาแต่จบบนต้นนังการเวลีตายปนัยไอเอวัง